សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកសាច់រឿងដាច់មួយដែលសាច់រឿងនេះធានាថាបងប្អូនមួយចំនួនគឺមិនធ្លាប់បានស្ដាប់នោះទេហើយមុននឹងចូលទៅកាន់វីដេអូនោះ admin ក៏សូមនិយាយបន្តិចដោយសារតែ admin បានបាត់មុខប្រហែលជាចូលជាកន្លះខែទៅហើយអត់បានចេញរឿងឲ្យប្រិយមិត្តស្ដាប់អីចឹងណាហើយថ្ងៃនេះគឺ admin ចេញមួយរឿងដើម្បីឲ្យបងប្អូនបានស្ដាប់កំសាន្តហើយវាជារឿងចុងឆ្នាំតែម្ដងហើយយើងនឹងត្រឡប់មកវិញគឺជាមួយនឹងឆ្នាំថ្មីទាំងអស់គ្នានៅក្នុងឱកាសនេះ admin ក៏សូមជូនពរប្រិយមិត្តទាំងអស់គ្នាឲ្យបានជួបតែសំណាងល្អនៅក្នុងឆ្នាំថ្មីហើយជាពិសេសគឺប្រិយមិត្តដែលគ្រប់គ្រងតាំងពីដើមមកទៅម្ដងគឺពួកគាត់បានគ្រប់គ្រង admin រហូតមកដល់ពេលនេះមិនមែនជារឿងចៃដន្យទេសុទ្ធតែជានិស្ស័យទាំងអស់គ្នាអញ្ចឹង admin ដែលជាប្រិយនិទាននេះគឺសូមលើកម្រាបដៃអបដើម្បីអរគុណទៅដល់ពុកម៉ែបងប្អូនដែលបានគ្រប់គ្រង admin ហើយជាពិសេសសង្ឃឹមថានៅឆ្នាំ2026នេះសង្ឃឹមថាប្រទេសរបស់យើងនឹងទទួលបានសុខសន្តិភាពហើយប្រជាពលរដ្ឋរបស់យើងត្រឡប់មករកស៊ីធម្មតាវិញអញ្ចឹង admin មានតែប៉ុណ្្នឹងទេហើយប្រិយមិត្តកុំភ្លេចជូនពរ admin នៅខាងក្រោម comment មួយផងហើយបន្តទៅទៀតនេះគឺប្រិយមិត្តនឹងបានរីករាយស្ដាប់នៅសាច់រឿងមួយដូចតទៅនៅលើភ្នំក្រវាញ់នេះគឺមានភូមិមួយដែលគេហៅថាភូមិជាទៀលភូមិជាទៀលនេះទៀតសោតគឺមានបងប្អូនជនជាតិភាគតិចនោះរស់នៅប្រហែលជា60គ្រួសារប៉ុន្តែមិនមែនជាបងប្អូនជនជាតិភាគតិចទេគឺសុទ្ធតែជាបងប្អូនខ្មែរឯនិយាយបានថាគឺជាបងប្អូនខ្មែរលើមានបងប្អូនជនជាតិភាគតិចរស់នៅដែរប៉ុន្តែប្រហែលជាត្រឹមតែ4ទៅ5គ្រួសារតែប៉ុណ្ណោះបងប្អូនប្រជាជនភាគតិចនោះក៏ប្រកបមុខរបររកឬឈើនិងរកថ្នាំមួយចំនួនភាគរយទៀតនោះគឺជាការមើលដំរីពួកគាត់ចិញ្ចឹមដំរីនេះគឺដើម្បីឡើងទៅលើភ្នំរករបស់ព្រៃក៏ដូចជាចិញ្ចឹមដំរីនេះឯងដើម្បីចូលទៅរកនៅរបស់ដែលគាត់ចង់បានយកទៅលក់ដូរនៅតាមភូមិស្រុកចំណែកឯនៅពេលដែលកូនដំរីរបស់គាត់នោះធំពេញវ័យពួកគាត់ក៏តែងតែយកវានោះទៅដោះដូរឬមួយក៏លក់ឲ្យអ្នកភូមិដទៃដែលនៅក្បែរនឹងផងដែរពួកគាត់រកស៊ីរបស់បែបនេះទេរីឯបើនិយាយអំពីការមករស់នៅរបស់ពួកគាត់នោះគឺនៅលើភ្នំដងរែកនេះគឺអស់រយៈពេលប្រហែលជា8ឆ្នាំមកហើយពួកគាត់ក៏បានធ្លាប់ជួបគ្រោះថ្នាក់ដោយសារតែគ្រោះរាំងស្ងួតគ្រោះធម្មជាតិជំងឺឆ្លងនិងការយំយាយអំពីសត្វកាច់ព្រៃសាហាវមួយចំនួនផងដែរតែពួកគាត់នោះក៏នៅតែអាចទប់ទល់បាននិងមិនព្រមបោះបង់ចោលភូមិឋានរបស់ពួកគាត់ទេរីឯបាននិយាយអំពីអង្គមេភូមិដែលគ្រប់គ្រងនៅក្នុងភូមិជាទៀននេះវិញគាត់មានឈ្មោះថាវ៉ាន់គាត់មានអាយុប្រហែលជា55ឆ្នាំគាត់គឺជាគ្រូមកដំរីម្នាក់ដល់ពូកែមិនត្រឹមតែប៉ុណ្ណោះគាត់គឺជាអ្នកដែលធ្លាប់កញ្ចាត់នៅសត្វព្រៃដល់ការសាហាវពពុះវិញ្ញាណខ្មៅនឹកដំរីចុះព្រេងទាំងឡាយណាដែលនៅក្នុងភូមិដែលធ្វើបាបអ្នកភូមិខ្លះផងដែរគាត់បានមើលថែអ្នកភូមិនេះគឺបានល្អខ្លាំងណាស់អ្នកភូមិដែលនៅក្នុងភូមិភីច្រានោះហៅគាត់ថាគ្រូម៉ៅគេមិនបានហៅគាត់ថាគ្រូវ៉ាន់នោះទេមូលហេតុនោះគឺដោយសារតែគាត់នោះមានសម្បុរខ្មៅគាត់សម្បុរខ្មៅក្រឹបតែម្ដងកពស់របស់គាត់នោះគឺប្រហែលជា1ម៉ែត្រជាងឯណោះហើយក៏ធ្លាប់មានពេលមួយមានក្រុមចោរដល់ល្បីឈ្មោះនោះពួកគេក៏បានដើរចូលមកក្នុងភូមិជាទៀមួយនេះពួកគេក៏បានសម្រេចចិត្តថាគឺនឹងចូលប្លន់នៅក្នុងភូមិនេះតែម្ដងប៉ុន្តែពីដំបូងនោះពួកគេមិនបានចូលទៅប្លន់ភ្លាមៗទេពួកគេធ្វើខ្លួនហាក់បីដូចជាបង្វែងព្រៃចូលទៅក្នុងភូមិយ៉ាងអញ្ចឹងពួកគេនោះគឺមានគ្នារហូតទៅដល់15នាក់ឯណោះប៉ុន្តែមេធំរបស់គេនោះបានឲ្យគ្នានេះបន្លំខ្លួនគឺហាក់បីដូចជាចូលទៅត្រឹមតែ3ទៅ4នាក់បានហើយកន្លះម៉ោងក្រោយនោះក៏បានចូលទៅម្ដងទៀតធ្វើដូចជាអ្នកដែលមកពីចម្ងាយបង្វែងព្រៃដូចគ្នាយ៉ាងអញ្ចឹងប៉ុន្តែគ្រូវ៉ាន់នេះគឺគាត់បានដេកច្បាស់ខ្លាំងណាស់អ្នកដែលបោកនេះគឺជាក្រុមចោរព្រៃគាត់ក៏បានរៀបចំដាក់អន្ទាក់រងចាំពួកក្រុមចោរព្រៃនេះក៏ចេះនៅមន្តអាគមមួយចំនួនផងដែរនៅពេលហ្នឹងគ្រូម៉ៅនោះគាត់ក៏បានរៀបចំថ្នាំនៅក្នុងបហូបអាហារនៅក្នុងទឹកផឹកប៉ុន្តែថ្នាំប្រភេទមួយនេះគឺមិនមានក្លិនមិនមានពណ៌ទេដែលធ្វើឲ្យអ្នកដែលចេះនៅមន្តអាគមនោះគឺមិនអាចដឹងឡើយមិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានប្រើនៅស្រីក្រមុំនៅក្នុងភូមិទាំងប្រមាណអ្នកនេះគឺជាអ្នករៀបចំបាយម្ហូបឲ្យពួកគេបន្ទាប់មកក្រុមចោរនោះពិតជាឆ្ងល់ខ្លាំងណាស់ហើយក៏បានសួរទៅកាន់គ្រូវ៉ាន់ផងដែរថាតើការរៀបចំម្ហូបនេះមានន័យថាម៉េចនៅក្នុងភូមិដ៏តូចមួយនឹងតែងតែរៀបចំបាយម្ហូបដែលមានសាច់ច្រើននិងមានស្រាល្អបែបនេះមែនទេគ្រូវ៉ាន់នោះក៏បានតបវិញថាមិនមែនឡើយប៉ុន្មានថ្ងៃនេះគឺជាថ្ងៃខួបរបស់គាត់ដែលគាត់នេះឡើងធ្វើជាមេភូមិដូច្នេះ
គាត់ក៏តែងតែរៀបចំបាយម្ហូបស្រាលល្អឆ្ងាញ់ឲ្យអ្នកភូមិហូបតែរហូតនឹងក្រុមចៅនោះនៅពេលដែលលើបែបនេះក៏បានគិតថាគ្រូវ៉ាន់នោះពិតជានិយាយទៀងត្រង់ពិតមែនពួកគេក៏បានហូបម្ហូបអាហារទាំងអស់នឹងប៉ុន្តែបន្ទាប់ពីប្រហែលជាកន្លះម៉ោងក្រោយមកពួកគេក៏ស្រាប់តែសន្លប់បាត់ស្មារតីដោយមិនដឹងខ្លួនឡើយនៅពេលដែលភ្ញាក់ដឹងខ្លួននោះក៏ត្រូវបានពួកគាត់នោះចងដៃចងជើងទាំងអស់មិនត្រឹមតែប៉ុណ្្នឹងទេគ្រូវ៉ាន់នោះអ្វីត្បិតតែគាត់គឺជាមនុស្សល្អមើលថែអ្នកភូមិពិតមែនប៉ុន្តែចំពោះមនុស្សអាក្រក់ដែលចូលមកធ្វើបាបអ្នកភូមិគាត់នោះគឺគាត់មិនលើកលែងឲ្យឡើយគាត់ក៏បានយកអ្នកទាំងអស់នោះទៅទម្លាក់ចូលក្នុងទឹកស្ទឹងដែលនៅក្នុងស្ទឹងនោះគឺពោពេញទៅដោយសត្វក្រពើគឺប្រហែលជា10ទៅ20ក្បែរនោះបន្ទាប់ពីពួកគេធ្លាក់ចូលទៅសត្វក្រពើនោះក៏បានខាំពួកគេស៊ីយ៉ាងអនាគតធំប៉ុន្តែទោះជាយ៉ាងนั้นក៏ដោយអ្នកភូមិនោះគឺមិនបានអាណិតទៅកាន់គេទេនោះមកពីពួកគេនោះគឺជាមនុស្សដ៏អាក្រក់ពួកគេគឺជាអ្នកដែលចង់ចូលមកធ្វើបាបអ្នកភូមិមុនដូច្នេះហើយបានជាអ្នកភូមិនោះគឺសម្លាប់ទៅកាន់ពួកគេវិញបើសិនជាពួកគេគឺជាមនុស្សល្អអ្នកភូមិមិនធ្វើមិននឹងដាច់ចិត្តធ្វើបាបពួកគេទៅតែនេះគឺដោយសារតែអ្នកតែប្រមាណនេះគឺចូលមកធ្វើបាបពួកគាត់ដោយដែលបានរៀបរាប់យ៉ាងអញ្ចឹងចំពោះសត្វក្រពើវិញនោះវាមិនដឹងអ្វីនោះដែរវានៅតែក្នុងស្ទឹងរងចាំចំណីដោយសារតែអ្នកភូមិនោះយកអ្នកទាំងប្រមាណនេះគឺទៅទម្លាក់តែបើសិនជាទុកឲ្យអ្នកទាំងប្រមាណនេះឲ្យនៅរស់នោះដោយដែលបងប្អូនដឹកហើយតើពេលក្រោយនោះនឹងទៅជាយ៉ាងណាពួកចៅព្រៃនេះហើយវាគឺជាចៅដ៏កាចសាហាវទៀតប៉ុន្តែគ្រូវ៉ាន់ម្នាក់នេះក៏តែងនិយាយប្រាប់ទៅកាន់អ្នកភូមិក៏ដូចជាសញ្ញាតិបងប្អូននិងប្រពន្ធក៏របស់គាត់ជារឿយៗថានៅពេលដែលគាត់មិននៅនោះគាត់ត្រូវទៅឆ្ងាយគឺត្រូវតែយកលោកអ៊ំភឿននោះធ្វើជាមេភូមិដោយសារតែមានលោកអ៊ំភឿនទេទោះបីជាគាត់នេះមិនចេះនឹងមួយវិជ្ជាអ្វីក៏ដោយប៉ុន្តែលោកអ៊ំភឿននេះនៅពេលដែលអ្នកភូមិជួបទុក្ខលំបាកឬមួយក៏មានគ្រោះថ្នាក់អ្វីនោះគាត់ក៏តែងតែទៅដល់មុនគេរហូតនឹងលោកអ៊ំភឿននោះគឺគួរឲ្យគោរពខ្លាំងណាស់មិនត្រឹមតែប៉ុណ្ណោះនៅពេលដែលអ្នកភូមិឆ្លោះទាស់ទែងមានការលែងលះគឺមានតែគាត់នោះទេដែលពូកែដោះស្រាយនោះលោកអ៊ំវ៉ាន់នោះតែងតែនិយាយពីនេះចេញមកជារៀងរាល់ខែអ្នកភូមិនោះពិតជាឆ្ងល់ខ្លាំងណាស់ហេតុអ្វីបានជាលោកអ៊ំវ៉ាន់នេះគាត់និយាយពីអប្សរោះទាំងអស់នេះចេញមកចំណែកឯនៅពេលដែលអ៊ំវ៉ាន់តែងតែនិយាយបែបហ្នឹងប្រពន្ធនោះក៏បានលួចសួរដែរថាហេតុអ្វីបានជាបងពោពីទាំងនេះទៅកាន់អ្នកភូមិដែលមិនខ្មាស់អៀនទៅវិញបងគឺជាមេភូមិគឺជាសសរទ្រូងនៃភូមិហេតុអ្វីបានជាបងនោះនិយាយពាក្យអពមង្គលទាំងនេះនៅពេលដែលឮបែបហ្នឹងអ៊ំវ៉ាន់នោះក៏បានតបវិញថាគឺគាត់រស់មិនយូរនោះទេគាត់ដឹងហើយថាគាត់រស់បានប្រហែលជា5ទៅ6ឆ្នាំទៀតអីហ្នឹងគឺអស់ហើយស្រួលមិនស្រួលនោះតែ1ឆ្នាំ2ឆ្នាំទៀតគឺទៅហើយគាត់នេះគឺបានដឹងនៅក្នុងក្បួនតម្រាជីវិតរបស់គាត់រីឯប្រពន្ធនោះនៅពេលដែលឮបែបហ្នឹងនោះក៏បានតបទៅកាន់ប្តីវិញថាបងហេតុអ្វីបានជាបងនិយាយបែបនេះចោះខ្ញុំនៅជាមួយនរណាចោះកូនរបស់យើងហេតុអ្វីបានជាបងនោះនិយាយបែបហ្នឹងគ្រូម្នាក់នោះក៏បានតបវិញថាមិនអីទេអូនអាចក្រៀបការប្តីថ្មីបានឬមួយក៏អូនរស់នៅម្នាក់ឯងជាមួយនឹងកូនយើងក៏បានដែរខ្ញុំមិនប្រកាន់ឡើយគាត់បាននិយាយបែបនេះដោយសារតែទោះបីជាគាត់មានអាយុ50ឆ្នាំជាងក៏ដោយតែប្រពន្ធរបស់គាត់នោះគឺក្មេងខ្លាំងណាស់ទើបតែមានអាយុ38ឆ្នាំតែប៉ុណ្្នឹងឯងនៅពេលដែលលើអ៊ំវ៉ាន់និយាយបែបនេះប្រពន្ធនោះក៏បានសម្រក់ទឹកភ្នែកចុះប៉ុន្តែអ៊ំវ៉ាន់នោះបាននិយាយថាគាត់និយាយលេងទេកុំទៅជឿសម្ដីរបស់គាត់អីប្រពន្ធលើបែបនេះនៅតែមិនទាន់អស់ចិត្តដែរដោយសារតែគាត់នោះស្គាល់អត្តចរិតរបស់ប្តីគាត់ច្បាស់ខ្លាំងណាស់គាត់មិនមែនជាមនុស្សដែលនិយាយលេងសើចទេគាត់និយាយម៉ាត់ណាគឺម៉ាត់នឹងពេលវេលានោះក៏ចេះតែកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃលុះរហូតថ្ងៃមួយក៏មានអ្នកភូមិដទៃនោះគេសុំចូលមកក្នុងភូមិដោយសារតែគេនោះចង់ចូលមកមើលដំរីវ័យជំទង់របស់ពួកគាត់ក្រែងលោមានដំរីប្រមាណក្បាលដែលអាចយកទៅខ្វៀលអាចយកទៅចិញ្ចឹមឬមួយក៏ទៅប្រើប្រាស់បានស្រុកភូមិមួយនេះគឺនៅពេលដែលមានអ្នកមកពីខាងក្រៅចង់ចូលមកនោះគឺត្រូវតែសុំអនុញ្ញាតមុនមួយថ្ងៃពីរថ្ងៃនោះគាត់នោះគឺការពារខ្លាំងណាស់មូលហេតុនោះគឺដោយសារតែការពី3ឆ្នាំមុននោះគឺធ្លាប់មានអ្នកចំណូលថ្មីដែលគេចូលមកនាំជំងឺឆ្លងចូលក្នុងភូមិដូច្នេះហើយបានជាគាត់នោះដាក់ច្បាប់ក្នុងភូមិនេះតឹងរឹងយ៉ាងនេះដោយសារតែបើសិនជាបណ្ដោយឲ្យអ្នកក្រៅនោះចេះតែចូលមកពិតណាស់ក្នុងភូមិរបស់គាត់នោះ
នឹងជួបរឿងមិនល្អជាមិនខានជាពិសេសនោះគឺជំងឺឆ្លងហើយនឹងចោរព្រៃចំណែកឯអ្នកដែលចូលមកនោះគឺមានគ្នាចំនួន5នាក់ពួកគេត្រូវការដំរី3ក្បាលនៅពេលដែលមកដល់នោះពួកគេក៏បានយកដំរីដែលត្រូវចិត្តទៅជាមួយនឹងតម្លៃសមរម្យប៉ុន្តែមុនពេលដែលទៅនោះក៏មានបរិសម្នាក់ដែលមានអាយុប្រហែលជា40ឆ្នាំបាននិយាយទៅកាន់គ្រូវ៉ាន់ថាចូលអ៊ំមេភូមិនេះប្រយ័ត្នខ្លួនបន្តិចទៅពីមុនលោកអ៊ំមេភូមិនេះធ្លាប់បញ្ចាត់ក្រុមចោរព្រៃមួយក្រុមដោយទម្លាក់ពួកគេនោះចូលទៅក្នុងទឹកស្ទឹងឲ្យក្រពើស៊ីឥឡូវនេះខ្ញុំបានឮថាមានអ្នកដែលចង់សងសឹកគ្នាគេគឺមានគ្នាតែ2នាក់តែប៉ុណ្ណោះប៉ុន្តែ2នាក់នេះគឺជាបងប្រុសបង្កើតរបស់ក្រុមចោរដែលលោកអ៊ំមេភូមិវ៉ាន់នោះធ្លាប់ទម្លាក់គេនោះចូលទៅក្នុងស្ទឹងនឹងឯងគឺគេឮថាបងប្រុសរបស់គេនោះគឺស្លាប់យ៉ាងអនាធមដូច្នេះហើយបានជាគេនោះចង់មកសងសឹកប៉ុន្តែយកឈ្នះដែរឬអត់នោះឬមួយក៏យ៉ាងណាខ្ញុំមិនដឹងទេប៉ុន្តែគ្រូវ៉ាន់នោះគួរតែប្រយ័ត្នខ្លួនបន្តិចទៅគេនិយាយតែប៉ុណ្ណឹងហើយក៏បានធ្វើដំណើរចាក់ចេញទៅវិញគ្រូវ៉ាន់នោះក៏មិនបានយករឿងហេតុនេះទៅប្រាប់អ្នកណាឡើយគាត់ធ្វើហាក់បីដូចជាធម្មតាប៉ុន្តែរំលងបាន2ថ្ងៃនោះគ្រូវ៉ាន់ហាក់បីដូចជាដឹងថាមានអ្នកដែលចូលមកក្បែរភូមិរបស់គាត់ហើយអ្នកដែលចូលមកនេះគឺជា2នាក់ដែលចង់មកសងសឹកឲ្យបងប្រុសរបស់គេនឹងឯងនៅពេលហ្នឹងគ្រូវ៉ាន់នោះក៏បានសុំលាប្រពន្ធកូនដើម្បីធ្វើដំណើរទៅខាងក្រៅប្រពន្ធកូននោះពិតជាចម្លែកនៅក្នុងចិត្តណាស់មូលហេតុដោយសារតែគ្រូវ៉ាន់នោះចាស់ចេញទៅជាមួយនឹងកាភ្លើងមួយដើមនិងកបិតស្នៀបមួយដើមហើយនឹងថងយាមរបស់គាត់ទៀតដូច្នេះហើយបានជាអ្នកភូមិនោះគេសង្ស័យជាពិសេសនោះគឺជាប្រពន្ធកូនរបស់គាត់តែគាត់និយាយថាគាត់ចេញទៅបរបាញ់សត្វលេងមួយយប់នៅថ្ងៃស្អែកពេលព្រឹកនោះគាត់នឹងត្រឡប់មកវិញហើយលើបែបនេះប្រពន្ធកូននោះក៏មិនហ៊ានហាមគាត់ឡើយគាត់ក៏បានធ្វើដំណើរចេញទៅទិសខាងលិចបន្ទាប់មកនៅម៉ោងប្រហែលជាត្រឹមតែ9យប់តែប៉ុណ្ណោះអ្នកភូមិនោះក៏បានឮស្នូរសំឡេងកាភ្លើងគឺប្រហែលជា4ទៅ5គ្រាប់ប៉ុន្តែអ្នកភូមិគ្រប់គ្នានោះគឺមិនបានដឹងឡើយថាស្នូរកាភ្លើងនេះគឺជាអ្វីឲ្យពិតប្រាកដឬក៏អ៊ំមេភូមិរបស់គេដែលមានឈ្មោះថាវ៉ាន់នេះបានបាញ់សត្វព្រៃទៅព្រោះគាត់បានប្រាប់ថាចេញទៅបបបាញ់សត្វវេលាស្មាននឹងនោះគឺមកប្រហែលជា10យប់កន្លះទៅហើយពួកគាត់ក៏បារម្ភដែរប៉ុន្តែមិនទាន់ច្បាស់នៅក្នុងចិត្តថាវាគឺជារឿងអ្វីឲ្យ100%អញ្ចឹងទៅអ្នកភូមិនោះគឺសុទ្ធតែឆ្ងល់នឹងមិនបានដឹងរឿងហេតុច្បាស់លុះរហូតដល់ពេលព្រឹកឡើងនោះក៏ស្រាប់តែបានឃើញវត្តមានរបស់គ្រូវ៉ាន់នេះបានដើរលីសាសពបរិស2នាក់ចូលមកក្នុងភូមិគាត់បានដើរលីសាសពរបស់បរិស2នាក់ដែលអ្នកភូមិនោះគឺមិនធ្លាប់ស្គាល់ទៅសោះរូបរាងរបស់បរិស2នាក់នេះគឺមានសាកតាំងពីចុងជើងរហូតដល់ចុងក្បាលនោះមិនដឹងថាគេនេះគឺជាអ្នកណាមកពីណាឡើយតែអ្វីដែលអ្នកភូមិគេសង្ស័យនោះគឺអ្នកទាំងពីរនេះគឺជាចោរព្រៃឬក៏ជាគ្រូអាគមណាម្នាក់ដែលចង់មករករឿងឬចង់ចាត់ការមកកាន់ពួកគាត់ជាមិនខានបន្ទាប់មកគ្រូវ៉ាន់នោះគឺមិនបាននិយាយអ្វីច្រើនទេគាត់ត្រឹមតែពោលចេញមកថាឯងយកពួកគេនេះទៅទម្លាក់ចូលទៅក្នុងស្ទឹងឲ្យក្រពើស៊ីទៅគាត់ក៏បានបញ្ជាទៅលើមនុស្សចំនួន4នាក់អ្នកភូមិទាំង4នាក់នោះក៏បានសួរថាតើពួកគេនេះគឺជាអ្នកណាមកពីណាគ្រូវ៉ាន់នោះគឺមិនបានលៀមឡើយគាត់ក៏បាននិយាយតាមត្រង់ថាពីអ្នកនេះគឺជាបងប្រុសបង្ការរបស់មេចៅដែលចូលមកក្នុងភូមិយើងកាលពីថ្ងៃមុនយើងដឹងដោយសារតែអ្នកដែលចូលមកទិញដំរីនោះគឺជាអ្នកដែលនិយាយប្រាប់យើងដែរគាត់និយាយតែត្រឹមប៉ុណ្ណឹងបរិសទាំង4នាក់នេះហាក់បីដូចជាយល់គេក៏បានលីយកសាសពទាំង2នាក់នេះយកទៅទម្លាក់ឲ្យក្រពើស៊ីចំណែកឯប្រពន្ធកូននោះក៏បានសួរថាហេតុអ្វីបានជាពុកវាឯងនេះផ្សងគ្រោះថ្នាក់បែបហ្នឹងបើសិនជាពុកឯងទៅផ្សងគ្រោះថ្នាក់នោះហេតុអ្វីបានជាពុកឯងនេះមិននិយាយជាមួយនឹងពួកខ្ញុំផងខ្ញុំបារម្ភខ្លាំងណាស់បើសិនជានៅសុកពុកកើតអីទៅតើមានរឿងអ្វីកើតឡើងតើពួកខ្ញុំនេះត្រូវធ្វើយ៉ាងម៉េចទៅគ្រូវ៉ាន់នោះក៏បានយកដៃទៅកាន់ខ្នងរបស់កូនប្រុសហើយនិយាយថាមិនអីទេកូនកុំបារម្ភពេកអីតោះពួកយើងនាំគ្នាចូលទៅក្នុងផ្ទះទៅពួកគាត់ក៏បាននាំគ្នានោះទៅផ្ទះអ្នកភូមិនោះក៏បានបំបីផ្លូវគ្នានោះរៀងៗខ្លួនមិនដឹងថាគ្រូវ៉ាន់នេះធ្លាប់កំចាត់មនុស្សអស់ប្រមាណអ្នកមកហើយទេបានជាគាត់នោះសម្រាប់មនុស្ស2នាក់នេះចូលមកក្នុងភូមិតែបើជាអ្នកភូមិនោះមិនមានភាពចលាចលបែបនេះបន្ទាប់មកនៅថ្ងៃមួយទៀតនោះអ៊ំមេភូមិវ៉ាន់នេះក៏បានជិះដំរីរបស់គាត់នោះចូលទៅក្នុងព្រៃដើម្បីទៅរករបស់ព្រៃមួយចំនួនក៏ដូចជាដើម្បីទៅបរបាញ់សត្វនិងរកឫសថ្នាំនៅពេលដែលទៅនោះគឺមិនមែនគាត់ទៅតែឯងទេគឺមានអ្នកភូមិទៅជាមួយរហូតទៅដល់5នាក់ឯនោះ
ដំរីនោះគឺមាន6ក្បាលមនុស្សនោះគឺមាន6នាក់ដូចគ្នាម្ដងនេះគឺគាត់មិនបានទៅក្បែរភូមិទេដោយសារតែនៅតំបន់ក្បែរភូមិនោះគឺមានអ្នកភូមិនោះបានរកទន្ទ្រានក៏ដូចជាបបបាញ់សត្វអស់ហើយបើសិនជាចង់រកនោះគឺពួកគាត់នេះតតែធ្វើដំណើរទៅទិសខាងកើតនៅឆ្ងាយអំពីភូមិនោះប្រហែលជា10គីឡូដីឯណោះរីឯនៅពេលដែលធ្វើដំណើរទៅតាមផ្លូវនោះពួកគាត់ក៏បានដេញសត្វឆ្លុះសត្វក្តាន់និងសត្វព្រៃមួយចំនួនលេបផងដែរហើយក៏បានបាញ់បានសត្វក្តាន់ចំនួន1ក្បាលបន្ទាប់មកពួកគាត់ក៏បានមកគ្នានោះឈប់សម្រាកនៅតាមផ្លូវដើម្បីយកសត្វក្តាន់នេះមកធ្វើម្ហូបនៅពេលថ្ងៃរីឯពួកគាត់ដែលទៅនេះគឺគាត់ចង់ទៅកំសាន្តដែរទេដោយសារតែអ៊ំមេភូមិវ៉ាន់នោះក៏ខានចេញទៅក្រៅជាយូរមកហើយដែរនៅពេលដែលធ្វើម្ហូបឆ្អិនរួចនោះពួកគាត់ក៏បានយកដំរីនេះដាក់ទៅក្នុងទឹកស្ទឹងដើម្បីឲ្យវាលេងទឹកស្ទឹងរីឯពួកគាត់នោះក៏បាននាំគ្នាដកមេនិយាយគ្នាលេងនៅពេលដែលដកមេនិយាយគ្នាលេងរួចនោះនៅមកប្រហែលជាមួយរសៀលពួកគាត់ក៏បាននាំគ្នានោះធ្វើដំណើរទៅមុខទៀតគឺបានជិះនៅលើដំរីធ្វើដំណើរទៅត្រង់ចំណុចដែលសម្បូរទៅដោយឫសឈើធ្វើថ្នាំក៏ដូចជាសម្បូរទៅដោយរបស់ព្រៃនឹងឯងធ្វើដំណើរទៅតាមផ្លូវនោះគាត់ក៏បានជួបជាមួយនឹងសត្វជាច្រើនផងដែរប៉ុន្តែពួកគាត់នោះគឺមិនទាន់បានប្រមាញ់ទេគាត់គិតថាធ្វើយ៉ាងណាឲ្យទៅដល់ចំណុចដែលពួកគាត់ចង់ទៅសិនទៅដល់ចំណុចនោះគឺគាត់ត្រូវទៅរកទឹកស្ទឹងដើម្បីឲ្យដំរីនេះលេងសិនត្រង់ចំណុចដែលសត្វដំរីនោះចុះទៅនោះគឺមានក្រពើភ្នំគឺប្រហែលជា4ក្បាលដែរនៅប៉ុន្តែនៅពេលដែលដំរីចំនួន6ក្បាលនេះបានចុះទៅក្នុងទឹកស្ទឹងនោះពួកគាត់ក៏បានក្រឡេកឃើញថាសត្វក្រពើភ្នំទាំង4ក្បាលនេះបានរត់ឡើងលើគោកបន្ទាប់មកពួកវានោះក៏បានរត់ចុះទៅផ្នែកត្រង់ចំណុចផ្សេងទៀតសត្វក្រពើនោះគឺវាមិនហ៊ានជាមួយនឹងសត្វដំរីឡើយមូលហេតុនោះគឺដោយសារតែសត្វដំរីនេះវាមានដងខ្លួនដ៏ធំម្យ៉ាងវិញទៀតនោះស្បែករបស់វានោះគឺស្វិតខ្លាំងណាស់និងមានកម្លាំងដ៏ខ្លាំងមហាសាលទៀតផងអ្នកភូមិម្នាក់ដែលមានឈ្មោះថាវិននោះក៏បានពោលចេញមកថាក្រពើអ៊ំនោះក្រពើអ៊ំមេភូមិវ៉ាន់នោះក៏បានតបថាបាញ់គេធ្វើអីឲ្យគេនៅតែគេទៅយើងនេះនៅជាមួយនឹងដំរីតានៅពេលដែលដំរីចូលទៅក្នុងទឹកស្ទឹងធ្វើឲ្យក្រពើនោះវារត់ចាចេញតែមិនអីទេពួកយើងនេះឲ្យសត្វនោះចូលទៅលេងទឹកសិនទៅយើងរកកន្លែងដើម្បីសម្រាកទៅពួកគាត់ក៏បានរកមើលកន្លែងដែលអាចសម្រាកបានពួកគាត់មិនបានសម្រាកនៅខាងលើដើមឈើទេគឺរកដុំថ្មដ៏ធំមួយបន្ទាប់មកគាត់ក៏បានសម្អាតស្លឹកឈើស្ងួតទាំងឡាយដែលនៅជុំវិញខ្លួនហើយក៏បានបង្កាត់ភ្លើងរួចនោះគាត់ក៏បានដាក់ដំរីនោះឲ្យដេកជុំវិញធ្វើយ៉ាងនេះគឺអាចការពារសុវត្ថិភាពរបស់ពួកគាត់អំពីសត្វកាចសាហាវបានជាពិសេសនោះគឺជាសត្វខ្លាគាត់គិតថានៅពេលដែលសត្វខ្លាចូលមកពិតណាស់សត្វដំរីនេះប្រកាសជាដឹងខ្លួននឹងបញ្ចេញសម្លេងឲ្យពួកគាត់ឮឬក៏សត្វដំរីទាំងអស់នេះវានឹងទប់ទល់ជាមួយនឹងសត្វខ្លាដែលបានចូលមកនឹងឯងប៉ុន្តែនៅពេលយប់នោះក៏ចាប់ផ្ដើមចូលមកដល់គឺនៅម៉ោងប្រហែលជា9យប់តែប៉ុណ្ណោះនៅពេលនោះក៏ស្រាប់តែសម្លេងរបស់វងដំរីមួយវងក៏បានបន្លឺសម្លេងមកពួកវាស្ដាប់មើលទៅគឺមានចំនួនមិនក្រោមពី8ទៅ10ក្បាលនោះទេមានទាំងតូចមានទាំងធំមានទាំងញីមានទាំងឈ្មោលវាកំពុងតែធ្វើដំណើរមកកន្លែងទឹកស្ទឹងពួកគាត់ទាំងអស់គ្នានោះក៏បានបញ្ជាដំរីរបស់ពួកគាត់នោះឲ្យនៅស្ងៀមកុំឲ្យវានោះងើបឈរនឹកបញ្ចេញសម្លេងអ្វីឲ្យសោះដំរីទាំងអស់នោះក៏បានធ្វើដំណើរចូលទៅក្នុងស្ទឹងបន្ទាប់មកវាក៏បានលេងទឹកមួយសន្ទុះធំប៉ុន្តែសារជាតិជាសត្វដំរីនេះពិតណាស់វាដឹងចំហាយដឹងក្លិនគ្នាវាសត្វដំរីព្រៃនោះក្នុងចំណោមនឹងដែរលោកអ៊ំមេភូមិវ៉ាន់នោះគាត់ក៏បានសង្កេតឃើញថាមាន2ក្បាលដែលមើលទៅនោះហាក់បីដូចជាមិនមែនជាដំរីធម្មតាទេគឺជាដំរីចុះព្រេងស្ថានភាពរបស់វានោះមើលទៅគឺកោងកាចខ្លាំងណាស់វាក៏បានធ្វើដំណើរមកកន្លែងដែលពួកគាត់កំពុងតែនៅពេលដែលវាមកនោះគឺវាមកនៅពីខាងក្រោមគឺមិនអាចធ្វើអ្វីបានទេដោយសារតែវាឡើងពីខាងក្រោមស្ទឹងមកដូច្នេះដុំថ្មដែលគាត់នៅនេះគឺដុះឡើងទៅលើខ្ពស់ដែរប៉ុន្តែដំរីទាំងអស់នេះវាក៏បានព្យាយាមដើរទៅខាងលើវិញម្ដងនៅពេលដែលគាត់ងាកសម្លឹងទៅនោះក៏ស្រាប់តែឃើញដំរីឈ្មោះមួយក្បាលដែលវានោះមានមាឌធំជាងគេមិនត្រឹមតែប៉ុណ្ណោះវាក៏បានរត់ចុះពីលើភ្នំមកវាបានដេញចូលដំរីព្រៃទាំងអស់វាក៏បានដេញចូលដំរីទាំងអស់នោះតតែរត់ខ្ជះខ្ជាយអស់បន្ទាប់មកវាក៏បានចុះមកខាងក្រោមអ្នកភូមិដែលបានឃើញនោះអ្នកខ្លះក៏បានមកគ្នានោះរត់ឡើងទៅលើដើមឈើហើយអ្នកខ្លះទៀតនោះ
ก็บานหลังชีดดำไรระบอกខ្លួនឯងដើម្បីចេញពីកន្លែងនេះដែរអមមេភូមិវ៉ាន់នោះក៏បាននិយាយទៅកាន់អ្នកភូមិរបស់គាត់ថាកុំចលាចលឲ្យសោះប៉ុន្តែអ្នកភូមិម្នាក់គឺដោយសារតែភ័យខ្លាចនឹកបារម្ភអំពីសុវត្ថិភាពរបស់ខ្លួនឯងពេកពួកគាត់នោះគឺមិនបានគិតអ្វីឡើយធ្វើយ៉ាងណាឲ្យតែអាចគេចផុតអំពីដំរីដល់កាច់សាហាវមួយក្បាលនេះបានចំពោះលោកអ៊ំវ៉ាន់វិញគាត់បានឈរនៅលើដុំថ្មដ៏ធំនោះជាធម្មតាគាត់មិនបានគិតចេញទៅណានោះទេប៉ុន្តែដំរីមួយក្បាលនឹងវាក៏មិនបានចាត់ការទៅកាន់លោកអ៊ំមេភូមិម្នាក់នេះដែរគឺវានោះបានចាត់ការទៅលើអ្នកភូមិពីរនាក់ដែលកំពុងតែឡើងទៅលើដើមឈើវាបានប្រើកម្លាំងដ៏ខ្លាំងរបស់វានោះរុញធ្វើឲ្យដើមឈើនោះបាក់អ្នកភូមិម្នាក់គាត់ក៏បានធ្លាក់ទៅខាងក្រោមហើយក៏មានរបួសបាក់ដៃខាងស្ដាំម្នាក់ទៀតនោះគឺត្រូវបានវាជុលតតែបាក់ដើមឈើដូចគ្នាធ្លាក់ទៅខាងក្រោមបាក់ក្បាលជាមួយនឹងដុំថ្មស្លាប់ភ្លាមតែម្ដងរីឯនៅពេលដែលឃើញបែបនេះអ៊ំមេភូមិនោះក៏មិនទាន់មានសកម្មភាពអ្វីដែរគាត់ឈរមួយកន្លែងដំរីនោះពិតជាចម្លែកខ្លាំងណាស់នៅពេលដែលវាបែរក្បាលមកដល់អ៊ំមេភូមិដែលកំពុងតែនៅលើដុំថ្មនោះវាបែរជាមិនចាត់ការទៅកាន់គាត់វិញមិនត្រឹមតែបែបនេះវាក៏បានរត់ដេញទៅកាន់អ្នកភូមិដែលកំពុងតែជិះដំរីផ្សេងដំរីរបស់អ្នកភូមិនោះក៏បានព្យាយាមនោះរត់គេចចេញប៉ុន្តែមានមួយក្បាលដែលត្រូវបានវានោះជុលធ្វើឲ្យដួលដូចជាអ្នកភូមិនោះធ្លាក់ពីលើជម្រាលភ្នំទៅខាងក្រោមគឺមានគ្រោះថ្នាក់បាក់ជើងដូចគ្នាលោកអ៊ំមេភូមិនោះនៅពេលដែលឃើញដំរីនោះគេចចេញទៅផុតបែបនេះគាត់ក៏បានព្យាយាមរកមើលគ្នារបស់គាត់ដែលមានគ្រោះថ្នាក់គាត់ក៏បានក្រៀមម្នាក់ដែលបានបាក់ដៃនោះយកមកដាក់នៅលើដុំថ្មបន្ទាប់មកគាត់ក៏បានទៅលើកម្នាក់ទៀតឡើងមកគាត់ស្មានថាម្នាក់នេះគ្រាន់តែសន្លប់តែប៉ុណ្ណោះគឺមិនបានស្លាប់នោះទេប៉ុន្តែនៅពេលដែលគាត់ទៅគ្រាងើបឡើងនោះទើបដឹងថាអ្នកភូមិរបស់គាត់ម្នាក់នេះគឺបានស្លាប់បាត់ហើយគាត់ពិតជាមានការពិបាកចិត្តខ្លាំងណាស់ឥឡូវនេះធ្វើយ៉ាងណាគឺត្រូវតែជួយសង្គ្រោះអ្នកភូមិនោះឲ្យបានប៉ុន្តែដំរីមួយក្បាលនេះគឺកោងកាចខ្លាំងណាស់អ្នកភូមិដែលទៅ6នាក់នោះគឺមានគ្រោះថ្នាក់2នាក់និងស្លាប់ម្នាក់បាត់ហើយចំណែកអសរ2នាក់ទៀតនោះពួកគាត់ក៏បានព្យាយាមរត់គេចចេញពីកន្លែងហ្នឹងប៉ុន្តែត្រូវបានដំរីនោះជន់គាត់ឲ្យស្លាប់អស់ម្នាក់រីអសរម្នាក់ទៀតនោះគាត់ក៏បានព្យាយាមតោងទៅលើដើមឈើដំរីនោះវាក៏បានព្យាយាមចាត់ការទៅកាន់គាត់ជាដដែលរីឯបាននិយាយអំពីដំរីរបស់អ្នកភូមិវិញនោះគឺព្យាយាមរត់គេចចេញពីកន្លែងហ្នឹងអស់ហើយសល់តែដំរីរបស់លោកអ៊ំមេភូមិវ៉ាន់មួយក្បាលតែប៉ុណ្ណោះដែលវាបានរត់ជង្គង់ចុះនៅក្បែរលោកអ៊ំមេភូមិវ៉ាន់វាហាក់បីដូចជាបង្ហាញថាវានោះព្រមចុះចាញ់ទៅកាន់ដំរីមួយក្បាលនេះយ៉ាងអញ្ចឹងដោយដែលបងប្អូនដឹកហើយចំពោះសត្វដំរីនរណាដែលព្រមចុះចាញ់វានោះគឺមិនអាចចាត់ការទេរីឯអ្នកភូមិម្នាក់ដែលកំពុងតែព្យាយាមរត់គេចនៅត្រង់ចំណុចផ្សេងនោះក៏ត្រូវបានសត្វដំរីនោះវាប្រហារស្លាប់ដូចគ្នាឥឡូវនេះអ្នកភូមិស្លាប់រហូតដល់3នាក់បាត់ហើយនិងរបួសធ្ងន់នោះ2នាក់សល់តែលោកអ៊ំវ៉ាន់តែប៉ុណ្ណោះដែលគាត់មិនមានគ្រោះថ្នាក់អ្វីដំរីមួយក្បាលនេះក៏បានចាក់ចេញទៅវិញបន្ទាប់មកដំរីរបស់អ្នកភូមិនោះក៏បានធ្វើដំណើរមកប្រមូលផ្ដុំគ្នានៅកន្លែងអ៊ំមេភូមិនៅដូចគ្នាចំណែកឯអ្នកដែលមានរបួសនោះត្រូវបានគាត់នោះយកទៅដាក់នៅលើដុំថ្មទាំងអស់គាត់បានត្រឹមតែសម្រក់ទឹកភ្នែកអ្នកភូមិនោះគឺស្លាប់យ៉ាងអនាគតធំអ៊ំមេភូមិនោះនៅពេលដែលភ្ញាក់ឡើងនោះក៏បានលើកអ្នកដែលមានរបួសនិងអ្នកដែលស្លាប់នោះដាក់ទៅលើខ្នងដំរីរបស់ពួកគេរៀងៗខ្លួនហើយក៏បានបរចូលទៅក្នុងភូមិវិញពួកគាត់គិតថានឹងចូលព្រៃនេះដើម្បីឲ្យសប្បាយចិត្តប៉ុន្តែបែរជាមកស្លាប់នៅក្រោមដំរីដ៏កាចសាហាវមួយក្បាលនេះទៅវិញគាត់ត្រឹមតែបញ្ជូនសារសពនិងអ្នកដែលរបួសនោះចូលនៅក្នុងភូមិតែប៉ុណ្ណោះដំរីនោះគឺស្ដាប់បញ្ជាខ្លាំងណាស់វាក៏បានដើរតាមក្រោយគ្នារហូតទៅដល់ក្នុងភូមិវិញនៅពេលដែលដំរីនោះបានចូលទៅក្នុងភូមិនោះអ៊ំមេភូមិនោះក៏បានហៅអ្នកភូមិនោះឲ្យមកជួយទម្លាក់សារសពអ្នកដែលមានរបួសនោះចូលអ្នកភូមិដែលបានឃើញនោះត្រឹមតែត្រហោយយំតែប៉ុណ្ណោះដោយសារតែមិននឹកស្មាននោះទេថានៅសុកនោះក៏ស្រាប់តែបាត់បង់សមាជិកបបង់ប្តីបាត់បង់សាច់ញាតិយ៉ាងនេះទៅវិញអ្នកភូមិនោះក៏បានសួរអ្នកដែលមានរបួសជាមួយនឹងអ៊ំមេភូមិក៏បាននិយាយប្រាប់តាមសាច់រឿងដែលបានកើតឡើងបន្ទាប់ពីនឹងមកគឺប្រហែលជា8ថ្ងៃក្រោយក៏ស្រាប់តែមានអ្នកភូមិផ្សេងទៀតនោះគេបានធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីតាក់ដំរីក៏ដូចជារករបស់ព្រៃនៅពេលដែលទៅនោះគេមានគ្នាចំនួន6នាក់ដូចគ្នាជិះនៅលើដំរីគឺដំរី3ក្បាលនៅពេលដែលធ្វើដំណើរចូលទៅដល់កន្លែងដែលមានដំរីចុះព្រៃនឹងគេមិនបានដឹងនោះទេគេឃើញត្រឹមតែដំរីព្រៃមួយចំនួនទៀតដែលកំពុងតែលេងទឹកស្ទឹងគេគិតថានឹងប្រើវិធីសាស្ត្ររបស់គេនោះដើម្បីតាក់ដំរីនឹងយកមកប៉ុន្តែមិននឹកស្មានតទៅសោះ
នៅពេលដែលគេចុះពីលើក្នុងដំរីក៏ដូចជារៀបនឹងចូលទៅតាក់ដំរីទាំងអស់ហ្នឹងក៏ស្រាប់តែដំរីដែលបានចុះព្រៃមួយក្បាលនោះដែលមានមាឌធំជាងដំរីធម្មតាវាក៏បានចុះពីលើភ្នំបន្ទាប់មកសត្វដំរីទាំងអស់ហ្នឹងក៏បានដេញជន់ពួកគេទាំង6នាក់ពួកគេទាំង6នាក់នោះក៏បានព្យាយាមឡើងទៅលើដើមឈើដែរប៉ុន្តែដើមឈើនោះគឺតូចខ្លាំងណាស់សត្វដំរីនោះវាបុកតែពីបេះដូងនោះក៏បានបាក់ហើយក៏បានធ្លាក់ចុះមកគឺមានរបួសក្រំខ្នងត្រូវបានសត្វដំរីនោះជន់ឲ្យគេបែកគ្រឿងខ្នងតែម្ដងបន្ទាប់មកទៀតនោះគឺសល់តែ2នាក់ដែលកំពុងតែនៅលើដើមឈើតែមួយដំរីបានប្រើប្រម៉ោញរបស់វានោះទាញដើមឈើតតែបាក់ធ្លាក់មកអ្នកទាំងពីរនោះក៏បានធ្លាក់មកមានម្នាក់បោកក្បាលជាមួយនឹងគោឈើស្លាប់ហើយម្នាក់ទៀតនោះគឺបាក់ដៃទាំងសងខាងសត្វដំរីមួយក្បាលនេះក៏បានជន់ពួកគេបំបែករលាក្បាលដូចគ្នាឥឡូវនេះពួកគេក៏បានស្លាប់ទាំង3នាក់បាត់ទៅហើយគឺសល់តែ3នាក់ទៀតកំពុងតែព្យាយាមចូលទៅក្នុងទឹកស្ទឹងដល់ពេលដែលគេនោះគឺព្យាយាមរត់ចូលទៅក្នុងទឹកស្ទឹងដំរីព្រៃទាំងប្រមាណក្បាលដែលនៅក្នុងទឹកស្ទឹងនោះក៏បានរត់ឡើងលើគោកបន្ទាប់មកគេនោះក៏បានគេចចេញពីការវាយប្រហាររបស់សត្វដំរីចុះព្រៃមួយក្បាលហ្នឹងរីឯដំរីហ្នឹងក៏បានដេញជន់អ្នកដែលចូលទៅក្នុងទឹកហ្នឹងដូចគ្នាវាមិនបានទុកឱកាសឲ្យអ្នកដែលចូលទៅរួចមានជីវិតឡើយវានៅតែព្យាយាមចាត់ការទៅកាន់គេទៀតអ្នកដែលចូលទៅក្នុងទឹកនោះព្យាយាមរត់ឡើងទៅលើគោកត្រូវបានដំរីនោះវាជន់តតែស្លាប់អស់2នាក់រីឯសល់ម្នាក់នោះគេក៏បានរត់គេចផុតដំរីរបស់ពួកគេនោះក៏បានត្រឡប់ចូលទៅក្នុងភូមិវិញគេបានជិះនៅលើដំរីធ្វើដំណើរចូលទៅក្នុងភូមិដ៏មានសុវត្ថិភាពប៉ុន្តែសាស័ព្ទរបស់ពួកគេនោះគឺសន្ធិដ្ឋនៅត្រង់ចំណុចនឹងទាំងអស់លុះរហូតទៅដល់អ្នកភូមិនោះក៏បានមកគ្នានោះដើម្បីត្រឡប់មកយកសាស័ព្ទទៅបូជាវិញគឺមិនអាចទុកសាស័ព្ទនៅកន្លែងនោះបានទេអ្នកភូមិនោះក៏បានទៅរកអ្នកដែលមានជំនាញដើម្បីជួយនៅក្នុងការទៅចាប់យកសត្វដំរីដែលចុះព្រេងក៏ដូចជាទៅជួយយកសាស័ព្ទរបស់អ្នកភូមិដើម្បីត្រឡប់មកកាន់ភូមិវិញនៅពេលដែលអ្នកភូមិនោះបានធ្វើដំណើរទៅដល់នោះក៏បានឃើញថាសាស័ព្ទទាំងអស់នោះគឺមិនទាន់ស្អុយរលួយទេប៉ុន្តែក៏មានស្នាមសត្វឆ្កែព្រៃនោះបានខាំស៊ីគឺមិនដឹងថាសាស័ព្ទនោះមិនដឹងថាទៅណាទេសាស័ព្ទមួយនេះប្រហែលជាត្រូវបានសត្វខ្លាស៊ីឬក៏សត្វក្រពើនោះស៊ីបាត់ហើយតែមើលទៅពួកគាត់នោះក៏បានព្យាយាមរកប៉ុន្តែរកមិនឃើញមួយសន្ទុះមកអ្នកភូមិនោះក៏បានប្រទះជាមួយនឹងដានជើងរបស់សត្វខ្លាដែលទើបនឹងមកកន្លែងហ្នឹងឥឡូវនេះទើបអ្នកភូមិដឹងថាសាស័ព្ទមួយនោះប្រកាសជាត្រូវបានសត្វខ្លានោះខាំស៊ីជាជាមិនខានបន្ទាប់មកអ្នកភូមិនោះក៏បានបញ្ជាឲ្យមនុស្សប្រហែលជា6នាក់ឲ្យយកសាស័ព្ទដែលនៅនេះយកទៅក្នុងភូមិដើម្បីធ្វើបុណ្យទៅតាមប្រពៃណីទៅសល់ប្រមាណអ្នកទៀតនោះគឺត្រូវតែស្វែងរកសត្វដំរីចុះព្រៃមួយក្បាលហ្នឹងដើម្បីចាត់ការវាបានគឺมันអាចទុកវាឲ្យនៅបានទេប៉ុន្តែនៅពេលដែលអ្នកភូមិនោះព្យាយាមរកវាទោះជារកយ៉ាងណាក៏រកមិនឃើញនោះដែររកឃើញត្រឹមតែស្នាមដានជើងវាទេដែលវាប្រហារទៅលើដើមឈើតែប៉ុណ្ណោះអ្នកភូមិប្រហែលជា20នាក់រួមទាំងព្រានព្រៃនិងគ្រូដែលចេះនៅមុនវិជ្ជាមួយចំនួននិងមកដំរីជាច្រើនអ្នកនោះព្យាយាមតាមរកដំរីមួយក្បាលហ្នឹងព្រោះអ្នកភូមិនោះបានដឹងច្បាស់ខ្លាំងណាស់ថាគឺមិនអាចទុកវាឲ្យនៅទេគឺត្រូវតែព្យាយាមរកវាឲ្យឃើញនិងចាត់ការទៅកាន់វាប៉ុន្តែទោះជាព្យាយាមរកយ៉ាងណាក៏រកមិនឃើញនោះដែរពេញមួយថ្ងៃហើយគឺរកមិនឃើញនោះទេអ្នកភូមិនោះបានត្រឹមតែត្រឡប់ទៅផ្ទះវិញទាំងដៃទទេប៉ុន្តែនៅថ្ងៃមួយក៏ស្រាប់តែសត្វដំរីមួយក្បាលហ្នឹងនោះវាក៏បានធ្វើដំណើរចូលទៅក្នុងភូមិតែមិនមែនជាភូមិដែលលោកគ្រូវ៉ាន់នោះគ្រប់គ្រងឡើយភូមិនេះគឺនៅឆ្ងាយពីភូមិរបស់គ្រូនោះបានគ្រប់គ្រងគឺប្រហែលជាត្រឹមតែ10គីឡូដីតែប៉ុណ្ណោះសត្វដំរីមួយក្បាលហ្នឹងវាក៏បានចូលទៅវាបានដេញចូលផ្ទះសម្បែងរបស់អ្នកភូមិក៏ដូចជាបំផ្លាញទ្រព្យសម្បត្តិជាច្រើនដែលនៅក្នុងភូមិអ្នកភូមិជាច្រើនអ្នកនោះបាននាំគ្នារត់គេចអំពីសត្វដំរីដ៏កាចសាហាវមួយក្បាលហ្នឹងដោយសារតែដំរីនេះនៅពេលដែលវាចូលទៅនោះវាមិនបានលើកលែងឲ្យមនុស្សទាំងឡាយដែលនៅក្នុងភូមិឡើយមើលទៅវានោះហាក់បីដូចជាគុំកូនតាំងពីពេលណាមកចាអញ្ចឹងជាធម្មតាទៅចំពោះសត្វដំរីចុះព្រែងវាមានកម្រិតរបស់វាមិនមែនថាវាចេះតែការជារៀងរាល់ថ្ងៃអញ្ចឹងទេណាមួយតាំងពីពេលដែលវាចុះព្រែងមកគឺអស់រយៈពេលកន្លះខែមកហើយគួរណាស់តែវាខ្លាចទៅជាដំរីធម្មតាចុះហេតុអ្វីបានជាវានេះនៅតែកាចសាហាវបែបហ្នឹងដំរីមួយក្បាលហ្នឹងខុសអំពីដំរីដទៃបន្ទាប់មកអ្នកភូមិមួយចំនួនដែលកំពុងតែរត់គេចនោះគឺមិនដឹងថាត្រូវបានវានោះចូលសម្លាប់អស់ជាច្រើនអ្នកទេវាបានប្រើនៅភ្លុកដ៏មុតស្រួយរបស់វានោះ
จัดการแต่การអ្នកភូមិដូចគ្នាអ្នកភូមិនោះក៏បានព្យាយាមរត់គេចប៉ុន្តែចំពោះមនុស្សពេញវ័យចំណាស់ជាមួយនឹងកូនក្មេងនោះគឺមិនអាចគេចផុតឡើយពួកគេនោះគឺរត់មិនបានលឿនទេត្រឹមតែមួយប្រពេចភ្នែកដំរីមួយក្បាលនេះបានសម្លាប់អ្នកភូមិនោះអស់ប្រហែលជា10នាក់បាត់ទៅហើយមិនមានអ្នករបួសជាច្រើនទេក៏មានអ្នកដែលមានកាភ្លើងព្យាយាមបាញ់ទប់ទល់ទៅលើវាផងដែរប៉ុន្តែមើលទៅក្រុមកាភ្លើងទាំងអស់នេះហាក់បីដូចជាមិនអាចធ្វើអ្វីវាបានសោះអ្នកភូមិមួយចំនួននោះក៏បានប្រើលំពែងកែច្នៃរបស់ពួកគាត់ដែលគាត់តែងតែបញ្ជាដំរីដែលនៅក្នុងភូមិនឹងឯងលំពែងទាំងអស់នោះបានគប់ចាក់ទៅលើវាប៉ុន្តែដូចដឹងអញ្ចឹងស្បែកនិងសាច់របស់វានោះគឺស្វិតតើអាចធ្វើអ្វីវាបានទៅបន្ទាប់មកអ្នកភូមិនោះក៏បានបញ្ជាដំរីដល់ខ្លួនឯងដែលចិញ្ចឹមនៅក្នុងភូមិដែលវានោះចេះស្ដាប់ឲ្យវាព្យាយាមដេញជួដំរីមួយក្បាលហ្នឹងឲ្យចេញទៅក្រៅភូមិទៅដំរីប្រហែលជា10ក្បាលនោះដែលបានទៅឃុំព័ទ្ធរាងកាយរបស់ដំរីចុះព្រៃមួយក្បាលនោះប៉ុន្តែនៅតែមិនអាចធ្វើអ្វីបានត្រូវបានដំរីមួយក្បាលនោះគឺវាព្យាយាមជល់ពួកវានោះក៏បានថយក្រោយវិញអស់អ្នកភូមិមួយចំនួននោះក៏បាននាំប្រពន្ធកូននោះឡើងទៅលើរទេះគោដើម្បីព្យាយាមចាក់ចែងអំពីស្រុកភូមិហើយអ្នកខ្លះទៀតនោះក៏បានឡើងទៅជិះលើសេះដែលគាត់បានចិញ្ចឹមមួយក៏បានជិះលើដំរីអ្នកខ្លះនោះក៏បានព្យាយាមរត់ហើយពួកគាត់ក៏បានចាក់ចែងអំពីកន្លែងហ្នឹងដែរប៉ុន្តែដោយសារតែមានមនុស្សមួយចំនួនគឺរត់គេចមិនទាន់ផុតពួកគេនោះក៏ចេះតែស្លាប់ជាបន្តបន្ទាប់ម្ដងម្នាក់សត្វដំរីមួយក្បាលនេះនៅពេលដែលវាបានព្យាយាមជល់ដំរីរបស់អ្នកភូមិក៏ដូចជាចាត់ការពីការឡោមព័ទ្ធរបស់ដំរីទាំងអស់នោះបានវាក៏បានបោះចូលទៅក្នុងព្រៃបានអ្នកភូមិជាច្រើនអ្នកក៏បានមកគ្នានោះមកមើលអ្នកដែលមានរបួសនិងអ្នកដែលបានស្លាប់ប៉ុន្តែអ្នកភូមិនោះគឺមិនមាននរណាហ៊ានចុះមកខាងក្រោមផ្ទះច្រើនដែរគឺមានតែប្រមាណអ្នកតែប៉ុណ្ណោះរួមទាំងលោកអ៊ំមេភូមិបន្ទាប់មកពួកគាត់ក៏បានដឹកយកអ្នកដែលមានរបួសនោះក៏ដូចជាសាសពនោះចេញពីភូមិស្រុកតែម្ដងអ្នកភូមិគឺមិនហ៊ាននៅទីនឹងទៀតទេព្រមទាំងអ៊ំមេភូមិនិយាយថាយើងគួរតែបោះបង់ផ្ទះសម្បែងរបស់យើងចោលទៅហើយពួកយើងនោះក៏បានយករបស់ដែលមានតម្លៃមួយចំនួននោះឡើងទៅលើរទេះគោទៅលើដំរីអញ្ចឹងទៅដើម្បីធ្វើដំណើរចែកចេញអំពីស្រុកភូមិមួយនឹងទៅកាន់ស្រុកភូមិមួយទៀតដែលជាស្រុកភូមិដែលលោកគ្រូវ៉ាន់នោះគ្រប់គ្រងនឹងឯងព្រោះគាត់នោះគិតថាមានតែស្រុកភូមិដែលលោកគ្រូវ៉ាន់គ្រប់គ្រងទេដែលមានសុវត្ថិភាពលោកគ្រូវ៉ាន់ជាមួយនឹងអ្នកភូមិជាច្រើននោះពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលពួកគាត់បានងាកសម្លឹងទៅឃើញមានវត្តមានរបស់អ្នកភូមិស្រុកដទៃនោះកំពុងតែធ្វើដំណើរមកមិនត្រឹមតែប៉ុណ្ណោះពួកគាត់មកដោយជិះរទេះគោជិះសេះនិងជិះដំរីជាច្រើនពួកគាត់កំពុងតែធ្វើដំណើរចូលមកក្នុងស្រុកភូមិរបស់ពួកគាត់មានទាំងអ្នកដែលមានរបួសមានទាំងសាសពជាច្រើនផងដែរនៅពេលដែលមកដល់នោះសួរអ្នកភូមិទៅនោះទើបដឹងថាពួកគាត់ជួបរឿងហេតុដ៏អាក្រក់កើតឡើងនឹងឯងអមភូមិនោះបានរាយរាប់សេចក្តីទាំងអស់ដែលបានកើតឡើងនេះនៅពេលដែលលើហើយនោះអ្នកភូមិជាទាននេះបានត្រឹមតែយំសោកស្ដាយអណិតតែប៉ុណ្ណោះដោយសារតែពួកគាត់នោះមិននឹកស្មាននោះទេថានៅក្នុងស្រុកភូមិដែលនៅក្បែរគាត់នេះបែរជាជួបរឿងអាក្រក់យ៉ាងនេះទៅវិញហើយដំរីមួយក្បាលនេះតើវាជាអ្វីទៅហេតុអ្វីបានជាវាកាចសាហាវយ៉ាងហ្នឹងហេតុអ្វីបានជាដំរីមួយក្បាលហ្នឹងព្យាយាមធ្វើបាបអ្នកភូមិក៏ដូចជាសម្លាប់មកអ្នកភូមិនេះជាច្រើនយ៉ាងហ្នឹងទៅវិញបន្ទាប់មកអ៊ំមេភូមិដែលមានឈ្មោះថាវ៉ាន់នេះក៏បានឲ្យអ្នកភូមិនោះជួយរៀបចំពិធីបុណ្យសពឲ្យបងប្អូនអ្នកភូមិដែលបានស្លាប់ទៅនឹងនៅពេលដែលឃើញសាកសពម្នាក់នោះក៏បានទប់ទឹកភ្នែកមិនបាននោះទេមានតាំងពីកូនក្មេងមានតាំងពីមនុស្សចាស់ជរាក៏ដូចជាមនុស្សពេញវ័យពួកគេស្លាប់យ៉ាងអយុត្តិធម៌បំផុតគាត់បានជួយរៀបចំពិធីបុណ្យសពរួចរាល់នោះហើយក៏បានយកអ្នកដែលមានរបួសអីនេះទៅមើលធម្មតារីឯដំណឹងដែលថាមកគ្នាបោះបង់ចោលស្រុកភូមិចូលមកកន្លែងភូមិជាទាននេះក៏បានផ្សព្វផ្សាយឮទៅខាងក្រៅសម្បីតែអ្នកភូមិដែលនៅខាងក្រៅនោះក៏អាណិតអាសូរមកកាន់អ្នកភូមិមួយនឹងផងដែរចំណែកឯដំណឹងនេះនៅពេលដែលលើទៅដល់ស្រុកភូមិដែលពិស័យរស់នៅនោះអ្នកភូមិរបស់គាត់ក៏បានស្នើសុំឲ្យពិស័យនេះទៅជួយគេផងដែរគាត់បាននិយាយទៅកាន់ពិស័យថាគេត្រូវការជំនួយដោយសារតែពួកគេនោះគឺជួបគ្រោះអាសន្នពួកគេនោះសុទ្ធតែជាអ្នកភូមិដែលគួរឲ្យគោរពស្រឡាញ់ឥឡូវនេះមិននឹកស្មានតទៅសោះថាពួកគេនោះជួបរឿងអយុត្តិធម៌បែបហ្នឹងគាត់ក៏បានស្នើសុំឲ្យពិស័យនេះទៅប៉ុន្តែដោយសារតែមួយរយៈនេះគាត់រវល់ផងម្យ៉ាងវិញទៀតគាត់នោះគឺចាំមើលគ្រោះគុំនៅទេចេញមុខសិននៅពេលហ្នឹងក៏មានអ្នកដែលចេះមុនវិជាក៏ដូចជាយកដំរីមួយចំនួននោះក៏បានធ្វើដំណើរឡើងទៅដែរប៉ុន្តែមិនដឹងថារឿងហេតុវាយ៉ាងម៉េចទេបានជាពួកគាត់នោះស្វែងរកដំរីមួយក្បាលនោះរកមិនឃើញតទៅសោះនៅពេលដែលពួកគាត់ព្យាយាមតាមរកសត្វដំរីនោះគឺរកមិនឃើញនោះទេតតែដំរីនោះ
ចូលមកចាត់ការពួកគាត់មុនរហូតដល់ថ្ងៃមួយក៏មានអ្នកដែលចេះនៅមុនវិជាក៏ដូចជាព្រានព្រៃមួយចំនួននោះធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីទៅរកចាត់ការសត្វតម្រឹមក្បាលនឹងប៉ុន្តែនៅពេលដែលពួកគេចូលទៅដល់នោះក៏បាត់ដំណឹងសូនឆឹងគឺមិនបានឃើញពួកគេនេះត្រឡប់មកវិញទេស្លាប់ឬរស់នោះគឺមិនបានដឹងដែរអ្នកភូមិនោះគឺកំពុងតែគិតថាពួកគេត្រូវបានសត្វដំរីនោះសម្លាប់បាត់ទៅហើយប៉ុន្តែមិនដឹងថាទៅរកសពរបស់ពួកគេនោះនៅកន្លែងណាឃើញទេបើសិនជាព្រៃភ្នំនោះធំយ៉ាងហ្នឹងតើពួកគេទៅរកសាកសពរបស់ពួកគេនោះនៅកន្លែងណាទៅអ្នកភូមិនោះបានត្រឹមតែពិបាកចិត្តប៉ុន្តែនៅតែមិនអាចជួយអ្វីបានរហូតដល់ថ្ងៃមួយទៀតនោះក៏ស្រាប់តែមានអ្នកភូមិបានមកមន្ទិគ្នាដើម្បីទៅអញ្ជើញពូសាយដោយសារតែពួកគាត់បានដឹងច្បាស់ណាស់ថាបើសិនជាទុកឲ្យអ្នកដទៃទៅបែបនេះក៏ដូចជាយកជីវិតរបស់ពួកគេទៅចោលដដែលនឹងម្យ៉ាងវិញទៀតនេះគេឈ្មោះរបស់ពូសាយនោះគឺល្បីរន្ទឺធ្លាប់សម្លាប់សត្វពស់ធ្លាប់សម្លាប់សត្វអាគមធ្លាប់ធ្វើរឿងជាច្រើនដែលមនុស្សធម្មតានោះមិនអាចធ្វើបានដូច្នេះគឺមានតែទៅអញ្ជើញគាត់តែប៉ុណ្ណោះអ្នកដែលទៅនោះគឺជាលោកគ្រូវ៉ាន់ពីដំបូងអ្នកភូមិនោះក៏បានសួរដែរថាតើលោកគ្រូវ៉ាន់អាចទៅចាត់ការសត្វដំរីនឹងបានដែរឬអត់តែគាត់បានបដិសេធអ្នកភូមិនោះក៏បានមិនពេញចិត្តក៏បានថាគាត់នេះគ្មានសមត្ថភាពនៅក្នុងការសម្លាប់សត្វដំរីក្បាលនឹងជំរឿគេនោះគឺមានតែទៅអញ្ជើញពូសាយជាមួយនឹងកូនសិស្សរបស់គាត់តែប៉ុណ្ណោះចាំមើលថាតើគាត់នោះព្រមដែរឬអត់អ្នកភូមិក៏បានឲ្យលោកគ្រូវ៉ាន់នោះទៅដែលផ្ទាល់ព្រោះលោកគ្រូវ៉ាន់នេះគាត់ធ្លាប់រាប់អានគ្នាជាមួយនឹងពូសាយផងដែរបើសិនជាគាត់ទៅអញ្ជើញនោះពិតណាស់ពូសាយនោះក៏អាចនឹងមកគឺទឹកមាត់របស់គាត់នោះប្រៃជាងទឹកមាត់របស់អ្នកដទៃពូសាយប្រកាសជាយល់អំពីរឿងហេតុដែលបានកើតឡើងនិងពិតជាអាណិតអាសូរមកកាន់អ្នកភូមិនៅពេលដែលលើបែបហ្នឹងពូសាយនោះក៏គាត់មិនដាច់ចិត្តដែរគាត់ថាគាត់នឹងធ្វើដំណើរទៅប៉ុន្តែមិនមែនក្នុងថ្ងៃនេះទេថ្ងៃនេះនិងថ្ងៃស្អែកនោះគាត់រវល់ចាំពេលរសៀលថ្ងៃខាងស្អែកមួយនោះគាត់នឹងធ្វើដំណើរទៅអ្នកភូមិបាននិយាយថាបង្ហើយការងារសិនទៅពេលណាក៏បានដែរឲ្យតែថាទៅព្រោះគាត់នេះអាណិតអាសូរទៅកាន់អ្នកភូមិខ្លាំងណាស់ពូស្ដាយក៏បានយល់អំពីរឿងមួយនេះគាត់ក៏បាននិយាយទៅកាន់កូនសិស្សរបស់គាត់ថាអត់រៀបចំខ្លួនទៅមានការងារដែលត្រូវធ្វើទៀតហើយកូនសិស្សរបស់គាត់នោះក៏បានស្ដាប់យល់ហើយក៏បានប្រញាប់ទៅធ្វើការប៉ុន្តែនៅក្នុងយប់នេះមិនគួរសោះរឿងអាក្រក់នោះក៏បានកាត់ឡើងនៅក្នុងភូមិជាទៀតគឺនៅពេលដែលអ្នកភូមិនោះបាននាំគ្នាទៅឆ្លងសត្វដែលនៅក្បែរភូមិនៅពេលដែលពួកគាត់ទៅនោះពួកគាត់មិននឹកស្មាននោះទេថាមានសត្វដំរីមួយក្បាលដែលវាកំពុងតែលាក់ខ្លួននៅកន្លែងហ្នឹងសត្វដំរីនេះវាចេះខ្លាំងណាស់មានរបស់វាធំយ៉ាងហ្នឹងវាចេះលាក់ខ្លួនដូចជាសត្វខ្លាយ៉ាងអញ្ចឹងនៅពេលដែលអ្នកភូមិចេញទៅនោះគឺចំនួន4នាក់គឺត្រូវបានវានោះដេញជន់ដេញសម្លាប់ទាំងអស់ប៉ុន្តែក៏អាចនិយាយបានថាជាសំណាងដែរដែលវាមិនបានចូលមកក្នុងភូមិអាចថាសំណាងហើយដែលវានោះមិនបានចូលទៅធ្វើបាបអ្នកភូមិដោយតែបងប្អូនដឹកហើយមានតាំងពីមនុស្សស្រីវ័យចំណាស់មានតាំងពីជនពិការដែលនៅក្នុងភូមិនោះពួកគាត់អាចរត់ទៅណារួចបើសិនជាសត្វដំរីមួយក្បាលហ្នឹងចូលទៅចាត់ការពេលវេលាយប់មួយនេះក៏បានកន្លងផុតទៅដែលអ្នកភូមិនោះមិនបានដឹងទេដោយសារតែអ្នកដែលចេញទៅបាញ់សត្វនេះគឺពួកគាត់ទៅរៀងឆ្ងាយភូមិគួយសមម្យ៉ាងវិញទៀតសត្វដំរីចាត់ការពួកគាត់នោះគឺលឿនខ្លាំងណាស់ត្រឹមតែមួយប្រពេចភ្នែកតែប៉ុណ្ណោះសត្វដំរីនោះបានជួយសម្លាប់ពួកគាត់អស់ទាំងប្រមាណអ្នកនេះបាត់ទៅហើយអ្នកភូមិបាត់វត្តមានរបស់ពួកគាត់ពេញមួយយប់លុះរហូតដល់ពេលព្រឹកឡើងនោះអ្នកភូមិក៏បាននាំគ្នានោះចេញទៅរកនៅពេលដែលចេញទៅនោះក៏បានឃើញសាកសពរបស់ពួកគាត់នេះគឺស្លាប់យ៉ាងអនាធមគួរឲ្យអាណិតខ្លាំងណាស់អ្នកភូមិបានត្រឹមតែយកសាកសពនោះចូលមកក្នុងភូមិតែប៉ុណ្្នឹងឯងលោកគ្រូវ៉ាន់នោះបាននិយាយចេញមកថាតើវាគឺជាអ្វីពិតប្រាកដវាជាដំរីឬក៏ជាខ្លាហេតុអ្វីបានជាវានេះចេះលាក់ខ្លួនហេតុអ្វីបានជាវានេះលួចវាប្រហារអ្នកភូមិយ៉ាងនេះទៅវិញតើយើងគួរតែធ្វើយ៉ាងម៉េចទៅគាត់ពិបាកចិត្តខ្លាំងណាស់បន្សពនោះចេះតែធ្វើរហូតមិនចេះដាច់សោះអ្នកស្លាប់នោះក៏ជាបន្តរីឯនៅពេលដែលពូសាយនោះគាត់បានធ្វើដំណើរទៅដល់គាត់ពិតជាហួសចិត្តខ្លាំងណាស់មិននឹកស្មានតទៅសោះថាសត្វដំរីមួយក្បាលនេះវាសម្លាប់មនុស្សច្រើនយ៉ាងនឹងទៅវិញវាសម្លាប់មនុស្សមិនក្រោមពី50នាក់ទេមិនដឹងថាវាកើតចេញអំពីអ្វីពិតប្រាកដវាការសាហាវខ្លាំងណាស់ពូសាយគាត់ក៏បានចូលរួមមករំលែកទុក្ខចំពោះអ្នកដែលបានស្លាប់ដែរបន្ទាប់មកគាត់ក៏បានទៅនិយាយជាមួយនឹងលោកអ៊ំមេភូមិវ៉ាន់គាត់បានសួរនាំក៏ដូចជាទៅនិយាយសួរអំពីរឿងហេតុដែលបានកើតឡើងចង់ដឹងថាពីដំបូងឡើយនោះ
มีเรื่องเอาไว้บานจะดอทะหนึ่งในไปเด็ดซัวนอมเตนึกเติบดังทาผู้กดบานลางติเลือพนมจุบจมูกหนึ่งวิบรรทบหมกวิกบาลตามก่อนนุ่มดอกกระบายพุงอะไรนี่ผู้ชายกบาลในใจทาบอสันจีจอสำหรับวิต่อต้าสำหรับในเปยุบบอสันจะเป็นไงก็มันอายกระดกวิเคยตีเดสตาตาดำไรมือนี้วิ่งเย็นปิเศษในขนมโคลนวิคือแจกโดยจิมมนุยางจังตั้งแต่ในขนมแหลกแคนได้อายสำหรับเวนุคือเตรียมเตียขณีจับปีบุญตะพรามแหลกลางคือตระการหลอกอมไปพรมวันร่วมจมูกหนึ่งกอดเสื่อข้าหนึ่งแผ่นอมไปพรมวันนุกดกระบาลชลอยหมกได้มาสเตสเตอร์ตีกดบานในใจแทอ้อยแต่อายกำจัดสัตว์ดำไรมือกระบาลนั้นกำทาลายกอดโจรุ่มตัวชี้สำหรับกอดนุก็กอดพร้อมได้อ้อยแต่จุยดอกตกลำบากมือนิบานจำนายแอปเปิลสไตน์นุกบ้านในใจแทจำมือจุดนี้จัดแสดงสันโปรเลยนี่เมาประคายชิบุญกันลาเสียตะไคร้เราจำแต่บันติตินุปไตมิกนั่งเงินผู้ก็นอนคณีนุโจตะขนมเปรดดำใบสำหรับเบียก็ดังจะบานนาธาสัตว์ดำไรมกบาลนี้มันบานเตยนาช้าปีสระพรมนุตีเวียกำปงแตนในกระบายพรมประเทศเดซาแต่เวียมันอาโจขนมพรมมันมาเดินทาเดซาตายไปยืนในขนมครูนเวียหรือมือกอจากนาตีนับไปได้มันตัวระบบนุผู้ชายกบาลเฉลี่ยเวอร์กางเงี้ยระบบกอดได้เอาแล้วเอาไปพรมวานุโจรุ่มจมุยคือเอาเยอะลำเปงจากไล่ได้ในพรมนุแต่แต่ปลาปลานี่ยกบ่อยกอดก็บานยกลำเปงจากอ่อนนั้นยกมาปลาคือยกกบาระบบวินุยกมาตรามในขนมชนางมวยจำแนกในขนมชนางนั้นคือกอบารีจอมในตักเมื่อระบบกอดก็โดยเชียตุ่มเละในซอมเพลงมวยจำนวนนักระบบจำบัญรวมเมียนเตียงจังกงคลาจะอังขมอยแต่เฮาก็มีในขนมนังได้รุ่งหมกก็กบาลยกกระกับเพลิงต่างลายนุตุ่มเละโจ้ตักขนมตักมุนได้ก่อนนุบารีจอมเมียนตั้งปีกรอกับเพลิงเมียนตั้งปีกบาลลำเปงบรรทบกประคายเจียมวยสันตุนุก็กบาลเตียงวีจิงหมกวิงนับไปเด็ดเตียงจิงหมกก็กบาลยกเวียนุตะดะหรือเลือกกระนัดย้อนเอาไว้ไม่ย่างให้กบาลยกกระนัดย้อนนุได้ปลุกเปิ้นจะดอยกรอกกับเพลิงนั่งกบาลลำเปงนี้เจ้าตะกับขนมใดประคายชิกกระลามาไว้เนาบรรทบกก็กบาลยกเวียนุจะหลอบหมกวิงให้กบาลเรียบจอมชื่อลำเปงก็โดยเชียดะกรอกกับเพลิงนุเจ้าตะขนมกับเพลิงจมูกบุญนางก็บาลเรียบจอมเตลำเปงเตียงกรอกกับเพลิงริกรอก่อนนุกบาลปรับแต่การหลอกอมวันแทอะไรนี้บานให้ดอกเป๊ะเวลียได้ยืงเตยเตยหัดเวลียสมันนังนู้คือมาประคายเชียปรำไปกันละเต้ปรำไปหยุดแต่เป็นเนาพวกกอดบานนอกนี่นู้ทั่วดำนาเตยติดขังตะบงพุงบรรทบหมอกก็บานเตยสไฟรถดำไรมกบานังได้ในกบาจีพนุมพวกกอดบานทั่วดำนาลางเตยแต่งได้มาดังอมปีเตยได้ระบาดสัตว์ดำไรนิเจเลียเป็นตายไปสายนู้ก็บ้านในใจแทก็เชื่อตกจัดเตลือกอนขมิ้นระบาดกอดได้จิกกอนขมอยปรีได้บานปรับกอนนังไอก็ทั่วดำนาเตยนู้กระสับแต่บานลึกสำเลงระบาดสัตว์ดำไรปีจมไงระเบียบทาสัตว์ดำไรนู้หะใบด้วยจะดังหอยทาปูกอดกำปงแต่ทั่วดำนาตรกวิญญาณจังสัตว์ดำไรไว้กำปงแต่สงอมละโคลนในขนมสตึงมุ้ยรีไอสตึงนิเตียสาวคือปูเป็นกระดอยดำเชอได้ดกปีปิงถวยก่อนนุปีบะในขนมกามือปูกอดบานได้ดอยปลาเพลิงจำลองดอกใบบุญพลือในพุ่มจิตราเลยเนี่ยกำปงแต่งกอยจำในขนมพุงปูกอดรองจับดำนังละอนึกดำนังอักระตัวใบจีปูสายให้หนึ่งพันเสียงนี้ปูก้าในขนมกาสำหรับสัตว์ดอกก้าสหายทะเลาะกันจับเปรย์คลาสัตว์ปูก็โดยจิตทะเลาะกันจับกลัวกลมจิตราเนี่ยมาคอยก็ได้นู้เป็นตายในพุ่มนู้ในใต้มันตกจัดในพุ่มในใต้ปรุบรอมคือบรอมคลายกลางแทสัตว์ดำไรมันกบานี้ไอ้สำหรับปูกอดบานนายมุ้ยโดยดับบองอ่อนดักให้สัตว์ดำไรมันกบานี้วิทลอบสำหรับกลัวกลมนู้อจิตราเนี่ยเปลี่ยนเปรย์หนึ่งในจุ่มเนยนู้ในขนมกาแต่อวินุจิตราเนี่ยคือสัตว์แต่ไตรบานสัตว์ดำไรมันกบานี้บ้านสำหรับโดยเฉพาะบานจีกอดนุคือบารมอมปีสวัสดิภาพระบอนเนี่ยได้โจตือเนี่ยพมวยจำนวนนุคือเก็บบานกึศแท้ผู้ชายจมวยหนึ่งคณีระบก่อนนุอาจเฟื่อไว้บานตีจำนายไอในพมวยจำนวนตีนุคือมันโดยคณีแล้วก็คือถูกจัดการผู้ชายจมวยหนึ่งคณีระบก่อนโดยซาแต่ผู้ชายนุคือกอดทลอบสร้างสนาได้จิตรายหมกปัญตากรุบยางนุคือเมียนแต่รองจำมือแต่เป็นเนาทาตากอดเฟื่อไว้บานได้อ่อนเรียนในตะบูนเนี่ยนุได้กำปงแต่สวายรอกสัตว์ดำไรมันกบานังปูกอดกบาลโจเตยเตอันเตซาโดยซาแต่ปูกอดนุคลายแกรงแท้สัตว์ดำไรมันกบาลนุเวียมาปิดตึกได้ข้างหน้านามุ้ยปูกอดนุคือมันอายกอดสังกบาลปลุกปูกอดนี้คือเม็ดตุ่มดุกจัดคลังนาแท้สัตว์ดำไรมันกบาลนี้ประกอบจินเนอร์ขนมสตึงหนึ่งดอกได้เวียมาบานเจตนาตีกอดดาวตามผู้ชายโดยซาแต่ผู้ชายนุ
គាត់មានកូនក្មេងរបស់គាត់នៅចាំរាយការណ៍ប្រាប់អំពីដំណើរទៅមុខបានមួយសន្ទុះនោះពូសាក៏បានចង្អុលឲ្យសឿងនោះឡើងទៅលើដុំថ្មដ៏ធំមួយបន្ទាប់មកគាត់ក៏បានចង្អុលទៅទិសខាងស្ដាំឲ្យផាននោះទម្លាក់ខ្លួននៅក្បែរគល់ឈើដ៏ធំមួយរីឯសល់លោកអ៊ំមេភូមិវ៉ាន់ពូសាយនោះក៏បាននិយាយថានៅក្បែរខ្លួនគាត់ទៅដល់ពេលវេលាដែលត្រូវចាត់ការវាហើយកាប់ភ្លើងនោះគឺចាំប្រើតាមក្រោយគឺត្រូវតែប្រើលំពេងមុនចំពោះគាត់ជាមួយនឹងលោកអ៊ំមេភូមិរីឯបាននិយាយអំពីសឿងហើយនឹងផានវិញនោះគឺមិនដូចគ្នាទេពួកគាត់ត្រូវតែកាន់កាប់ភ្លើងដើម្បីព្យាយាមទប់ទល់ក៏ដូចជាចាត់ការទៅកាន់សត្វដំរីបិសាចមួយក្បាលនេះនៅពេលដែលគាត់បែងចែកផ្លូវគ្នាហើយនោះក៏ស្រាប់តែសត្វដំរីមួយក្បាលហ្នឹងក៏បានបោះមុខយ៉ាងលឿនពិតមែននៅពេលដែលវាសម្រុកចូលមកដល់នោះពួកគាត់គ្រប់គ្នាវាបានប៉ះជាមួយនឹងដើមឈើដ៏តូចៗធ្វើឲ្យដើមឈើទាំងអស់នោះបានបាក់លាន់ស្នូគឺឡើងខ្ទើដីតែម្ដងនៅពេលដែលវាជន់ទៅលើមែកឈើដ៏តូចធំវានោះក៏បានលាន់លុយដែរពួកគាត់ទាំងអស់គ្នាគឺមានស្មារតីរឹងមាំខ្លាំងណាស់មានតែគ្រូវ៉ាន់ម្នាក់តែប៉ុណ្ណោះដែលគាត់មើលទៅខាក់បីដូចជាភ័យគាត់តែងតែងាកសម្លឹងទៅមើលខាងក្រៅរហូតនឹងដោយសារតែគាត់នោះគឺព្រួយបារម្ភគាត់រកតែនឹងរត់ទេហាក់បីដូចជាគាត់នេះបានបាក់ស្បាតដោយសារតែសត្វដំរីមួយក្បាលនេះបាត់ទៅហើយរីឯនៅពេលដែលសត្វដំរីមួយក្បាលហ្នឹងបានបោចូលមកពូសាយជាមួយនឹងគ្រូវ៉ាន់នោះក៏បានគប់លំពេងចូលទៅពិតណាស់លំពេងរបស់គាត់នេះគឺមិនដូចជាលំពេងរបស់គ្រូអាគមដតេងនោះទេនៅពេលដែលវាបានចាក់ទៅលើសត្វដំរីមួយក្បាលហ្នឹងសត្វដំរីមួយក្បាលនោះក៏ស្រាប់តែស្រែកបន្លឺសំឡេងមកពោពេញទៅដោយការជឿចាំវាក៏បានលើកជើងពីខាងមុខរបស់វាទន្ទ្រាំដីទៅវិញទៅមករីឯបន្ទាប់មកនៅពេលដែលឃើញបែបនេះសឿងជាមួយនឹងផាននោះក៏បានបាញ់រះទាំងសងខាងគឺបាញ់រះទៅលើសត្វដំរីនេះតែម្ដងក្រកកំភ្លើងនេះក៏ដូចគ្នាដែរគឺមិនដឹងថាពូសាយនោះគាត់បានប្រើនៅមុនវិជាអ្វីដើម្បីផ្លុំក៏ដូចជារៀបចំពិធីរបស់គាត់ទេក្រកកំភ្លើងទាំងអស់នេះនៅពេលដែលប៉ះជាមួយនឹងសត្វដំរីហើយនោះក៏ធ្វើឲ្យវានោះលើកជើងមកទៀតនឹកបានបដូរខ្លួនទៅលើដីវាកំពុងតែប្រកាច់ប្រកិនវាព្យាយាមងើបឡើងមកដែរប៉ុន្តែនៅពេលដែលវាងើបឡើងមកនោះពូសាយជាមួយនឹងគ្រូវ៉ាន់នោះគាត់ក៏បានគប់លំពេងមួយចំនួនទៀតត្រូវកញ្ចឹងករបស់វាខ្លះគឺត្រូវរាងកាយរបស់វាខ្លះដែលធ្វើឲ្យសត្វដំរីនោះវាមិនអាចទប់ទល់ជាមួយនឹងលំពេងហើយនឹងក្រកគុំរបស់គាត់វាបានព្យាយាមលនាទៅលើដីពោពេញទៅដោយភាពជឿចាំបន្តមកទៀតសឿងជាមួយនឹងផាននោះនៅពេលដែលពួកគេកំពុងតែកាន់លំពេងដៃនៅក្នុងដៃនោះគេក៏បានហក់មួយទំហឹងដល់ប្រើនូវកម្លាំងមហិមារបស់គេនោះគឺគប់មួយទំហឹងលំពេងនេះក៏បានទៅចាក់លើភ្នែកទាំងសងខាងរបស់សត្វដំរីនោះអ្វីត្បិតតែវាមានមាឌធំមហិមានិងកម្លាំងខ្លាំងពិតមែនប៉ុន្តែនៅពេលដែលប៉ះជាមួយនឹងលំពេងអាគមដែលពូសាយក៏បានរៀបនេះវាមិនអាចតទោបានឡើយក្រអាគមជាច្រើនគ្រាប់ទៀតត្រូវបានបាញ់ទៅលើសាកសពរបស់សត្វដំរីបិសាចមួយក្បាលនេះគឺមិនតិចជាង20គ្រាប់ឡើយគាត់បានបាញ់ទៅលើសត្វដំរីដែលកំពុងតែដេកស្លាប់និងចង់បញ្ជាក់ថាតើវាផុតជីវិតដែរឬអត់ទៅខ្លាចក្រែងថាវាធ្វើពុតងាប់និងសម្រាប់ពួកគាត់វិញរីឯនៅពេលដែលបាញ់ហើយនោះពួកគាត់ក៏បាននាំគ្នានោះដើរត្រឡប់ថយក្រោយចូលទៅក្នុងភូមិវិញពួកគាត់មិនបាននៅទីនឹងទៀតទេបាននិយាយអំពីអ្នកភូមិដែលកំពុងតែចាំស្ដាប់នោះម្នាក់គឺមានការព្រួយបារម្ភខ្លាំងណាស់ពួកគេមិនដឹងនោះទេថាតើលទ្ធផលនឹងទៅជាយ៉ាងណាតើអ្នកទាំងប្រមាណនេះអាចបាញ់សម្លាប់សត្វដំរីមួយក្បាលនេះបានដែរឬអត់ឬក៏សត្វដំរីមួយក្បាលនេះគឺជាអ្នកចាត់ការពួកគាត់វិញរីឯនៅពេលដែលឃើញថាគ្រូវ៉ាន់ពូសាយសឿងផាន់នោះបានធ្វើដំណើរចូលទៅក្នុងភូមិអ្នកភូមិនោះពិតជាសប្បាយចិត្តខ្លាំងណាស់ម្នាក់បាននាំគ្នានោះរត់មកចាប់ដៃក៏ដូចជាសួរទៅកាន់ពួកគាត់ថាតើលទ្ធផលទៅជាយ៉ាងណាហើយពូសាយក៏បាននិយាយប្រាប់តាមដំណើរសាច់រឿងដែលគាត់និងអ្នកទាំង3នេះបានសម្លាប់សត្វដំរីក្បាលនោះបន្ទាប់មកគាត់ក៏បានរងចាំរហូតដល់មេភ្លឺក៏បានប្រមូលអ្នកភូមិនោះចូលទៅយកសត្វដំរីមួយក្បាលនេះចូលមកក្នុងភូមិគឺអ្នកភូមិនោះបានយកសត្វដំរីនេះដែលចងខ្សែអូសយកសាកសពដំរីនោះចូលមកក្នុងភូមិបន្ទាប់មកពួកគាត់ក៏បាននាំគ្នានោះយកកំបិតវះទៅលើរាងកាយរបស់សត្វដំរីនេះយកសាច់ជាច្រាបបំណែកហើយគាត់ក៏នាំគ្នានោះយកសត្វទាំងអស់នោះទៅទម្លាក់ចូលទៅក្នុងទឹកស្ទឹងឲ្យសត្វក្រពើនោះពូវិសីទៅពួកគាត់មិនបានបរិភោគសាច់ដំរីនឹងទេដោយសារតែគាត់នោះខឹងនឹងស្អប់ខ្ពើមទៅកាន់វាខ្លាំងពេកណាមួយសត្វដំរីនេះគឺមិនមែនជាដំរីព្រៃធម្មតាឡើយវាគឺជាដំរីបិសាចដែលសម្លាប់អ្នកភូមិរបស់គាត់និងអ្នកភូមិដទៃទៀតនៅពេលដែលអាចសម្លាប់សត្វដំរីមួយក្បាលនេះហើយនោះពូសាយជាមួយនឹងកូនសិស្សរបស់គាត់ទាំងពីរនាក់ក៏បានសូមលាអ្នកភូមិនោះដើម្បីត្រឡប់ទៅកាន់ស្រុកភូមិរបស់គាត់វិញដោយសារតែគាត់នោះគឺរវល់នៅក្នុងស្រុកភូមិរបស់គាត់ណាមួយភារកិច្ចរបស់គាត់នោះក៏ចប់ហើយ
គាត់ក៏បានសុំលានឹងធ្វើដំណើរទៅវិញរីឯបាននិយាយអំពីអ្នកភូមិនោះម្នាក់ក៏បាននាំគ្នានោះជូនពរក៏ដូចជាជួបដំណើរពូសាយនេះឲ្យត្រឡប់ទៅវិញដោយសារតែបើសិនជាមិនមានពូសាយទេនោះគឺមិនអាចសម្លាប់សត្វដំរីបិសាចមួយក្បាលនេះបានឡើយគ្រប់យ៉ាងនោះគឺដោយសារតែពូសាយជាមួយនឹងកូនសិស្សរបស់គាត់បានមកជួយនៅពេលដែលពូសាយជាមួយនឹងកូនសិស្សរបស់គាត់នោះអាចសម្លាប់សត្វដំរីមួយក្បាលនេះបានកេរ្តិ៍ឈ្មោះនឹងភាពល្បីល្បាញរបស់ពួកគាត់នោះគឺកាន់តែល្បីរន្ទឺទៅពីតំបន់មួយទៅកាន់តំបន់មួយទៀតបន្ទាប់មកលោកគ្រូវ៉ាន់នោះក៏បានសុកចិត្តពង្រីកដីនៅក្នុងភូមិជាទានេះដើម្បីឲ្យបងប្អូននៅស្រុកដទៃនោះជំនះខ្លួនមកនឹងគឺរស់នៅក្នុងស្រុកភូមិជាទាជាមួយនឹងគាត់កុំឲ្យចាក់ចេញទៅវិញអីព្រោះមួយរយៈចុងក្រោយនេះពួកគាត់រស់នៅជាមួយនឹងគ្នាក៏ដូចជារាប់អានគ្នានោះដូចជាបងប្អូនបង្កើតយ៉ាងអញ្ចឹងចំណែកឯពូសាយជាមួយនឹងកូនសិស្សរបស់គាត់នោះរៀងរាល់ពេលដែលចូលមកក្នុងភូមិជាទានេះគឺត្រូវតែបានអ្នកភូមិជាទានោះស្វាគមន៍យ៉ាងកក់ក្ដៅអ្នកភូមិជាទានោះម្នាក់ឲ្យតែលើឈ្មោះថាពូសាយមកនោះក៏ចេះតែពីចង់ខត់ឲ្យសម្រាប់នៅកន្លែងនឹងហើយតែភូមិនោះក៏ចេះតែចង់ជូននេះជូននោះអ្នកខ្លះក៏បានច្រណែនគ្នាដែរគឺច្រណែនថានៅពេលដែលពូសាយនោះក៏ប្រើសម្រាប់ផ្ទះនេះតែមិនប្រើសម្រាប់ផ្ទះនោះនេះឯងក៏ជាមូលហេតុដែលធ្វើឲ្យអ្នកភូមិនោះមានការច្រណែនគ្នាទៅវិញទៅមកប៉ុន្តែមិនមែនន័យថាស្អប់គ្នានោះឡើយរីឯនៅពេលដែលពូសាយនោះគាត់បានត្រឡប់មកភូមិរបស់គាត់វិញក៏ដូចគ្នាអ្នកភូមិម្នាក់នោះក៏បានរៀបចំអាហារឲ្យគាត់ជាច្រើនអ្នកខ្លះមានទាំងបង្អែមអ្នកខ្លះក៏មានរបស់ប្រើប្រាស់រហូតមានថ្ងៃមួយគឺមានសាច់ញាតិបងប្អូនដែលទទួលរងនឹងការវាយប្រហារអំពីពពួកវិញ្ញាណខ្មៅក៏ដូចជាពពួកអារម្មណ៍នោះប៉ុន្តែត្រូវបានពូសាយនេះគាត់ជួយគឺគេបានជូនគោមីនឹមមកកាន់គាត់ថែមទៀតទាំងដែលពូសាយនេះក៏មិនចង់ទទួលយកដោយសារតែរបស់ទាំងអស់នេះមើលទៅនោះពិតជាមានតម្លៃថ្លៃពេកគោមីនឹមគឺមិនស័ក្តិសមជាមួយនឹងអ្វីដែលគាត់នោះផ្ដល់ឲ្យអ្នកភូមិឡើយប៉ុន្តែដោយសារតែលោកអ៊ំមេភូមិដែលមានឈ្មោះថាវ៉ាន់នេះឯងក៏បាននិយាយថាបើសិនជាពូសាយនោះមិនទទួលគេទេគឺនឹងដាច់សទ្ធាណាមួយអ្នកភូមិរបស់គាត់នេះគឺចង់ឲ្យជាយូរណាស់មកហើយម្យ៉ាងវិញទៀតក្រុមគ្រួសារដែលគេចង់ជូនគោមីនឹមនេះក៏ជាអ្នកមានធូរធារសម្បីតែពេលខ្លះទៅនៅពេលដែលពូសាយនោះបានធ្វើដំណើរទៅកន្លែងភូមិជាទានេះគឺមានតែសឿងឬមួយកផាននោះក៏ដូចគ្នាអ្នកភូមិនោះក៏នៅតែទទួលរាក់ទាក់ដោយសារតែដឹងថានេះគឺជាកូនសិស្សរបស់លោកពូសាយគឺមិនមែនជាអ្នកដទៃណានៅពេលដែលអ្នកទាំងពីរទៅនោះក៏មានការងារត្រូវធ្វើខ្លះៗដែរនៅក្នុងភូមិជាទានេះដូចជាស្រោចទឹករំដោះគ្រួចងខ្សែចង្កេះឲ្យទៅកាន់អ្នកភូមិព្រោះនៅពេលដែលអ្នកភូមិឃើញពួកគាត់ទាំងបីនេះចូលទៅគឺនាំកូនក្មេងនាំមនុស្សដែលឈឺល្មមនោះយកមកឲ្យពួកគាត់មើលគឺមិនមែនតតែអ្នកឈឺធ្ងន់ទេសម្បីតែអ្នកមិនឈឺនោះក៏គាត់ចងខ្សែចង្កេះដើម្បីការពាររោគគាពៀតនិងការយំយីអំពីពពួកវិញ្ញាណខ្មៅផងដែររីឯនៅថ្ងៃមួយទៀតនោះគឺនៅពេលដែលគ្រូវ៉ាន់នោះគាត់បានចាក់ចេញទៅខាងក្រៅភូមិមិនដឹងថាគាត់ទៅណាទេគាត់តែងតែនិយាយប្រាប់ទៅកាន់ប្រពន្ធកូនដូចរៀងរាល់ពេលយ៉ាងអញ្ចឹងគាត់បាននិយាយថាអាយុរបស់គាត់នេះខ្លាចតែមិនវែងទេអាយុរបស់គាត់នេះគឺមិនដឹងថាប្រមាណឆ្នាំទៀតឡើយដែលអាចនៅរស់បាននោះនៅពេលដែលគាត់ស្លាប់នោះគឺត្រូវតែរកអ្នកដែលធ្វើជាមេភូមិជំនួសគឺនៅពេលដែលគាត់ចាស់ចេញទៅក្រៅភូមិនេះឯងអ្នកភូមិនោះគឺមិនដឹងតទៅសោះនៅសុកនោះក៏ស្រាប់តែអ្នកភូមិនោះបានប្រទះឃើញគាត់កំពុងតែអង្គុយស្ដាប់នៅកន្លែងដុំថ្មមួយដុំសងខាងដែលរបស់គាត់នោះគឺមានកាន់ធូបទៀនជាមួយនឹងដេកេអ្នកភូមិនោះដឹងច្បាស់ណាស់ថានេះមិនមែនជាករណីឃាតកម្មទេម្យ៉ាងវិញទៀតគាត់តែងតែប្រាប់អ្នកភូមិនោះជារឿយៗថាគាត់រស់នៅមិនបានយូរឡើយអ្នកភូមិនោះគឺបានបាត់បង់ធនធានដ៏កម្រនិងជាអ្នកគ្រប់គ្រងស្រុកភូមិរបស់គាត់ក៏បាននាំគ្នានោះទួយសោជាខ្លាំងអ្នកភូមិនោះក៏បាននាំគ្នាយកសាកសពរបស់លោកអ៊ំមេភូមិនេះគឺចូលមកក្នុងភូមិដើម្បីធ្វើបុណ្យទៅតាមប្រពៃណីរីឯប្រពន្ធរបស់លោកគ្រូវ៉ាន់នោះគាត់គឺយំទួយសោដែរប៉ុន្តែមើលទៅពួកគាត់នោះហាក់បីដូចជាបានដឹងរឿងហេតុនេះមួយយ៉ាងអញ្ចឹងគឺគាត់អាចកាត់ចិត្តបានហាក់បីដូចជាប្តីរបស់គាត់នោះតែងតែប្រាប់ជារឿយៗនេះឯងក៏ជាមូលហេតុដែលធ្វើឲ្យគាត់នោះដឹងថាថ្ងៃណាមួយប្តីរបស់គាត់នោះគឺនឹងចាត់ឆ្កែអំពីពួកគាត់ជាមិនខានរីឯនៅពេលដែលពិធីបិណ្ឌសពនោះបានប្រព្រឹត្តឡើងមានអ្នកភូមិជាច្រើនបានមកចូលរួមជាពិសេសនោះគឺនៅពេលដែលលើដំណឹងនៃការស្លាប់របស់គាត់គឺលើទៅដល់ពូសាជាមួយនឹងកូនសិស្សរបស់គាត់អ្នកទាំងបីនោះក៏បានធ្វើដំណើរចូលរួមផងដែរពួកគាត់បានទៅដល់ជួយគេនៅក្នុងពិធីបិណ្ឌសពបន្ទាប់ពីពិធីបិណ្ឌសពនេះរីករាល់អ្នកភូមិក៏បានកោះហៅពូសានេះឲ្យមកពីស្រុកភូមិរបស់គាត់ដើម្បីមកកន្លែងភូមិជាទៀម្ដងទៀតនៅពេលដែលធ្វើដំណើរមកដល់នោះពូសាក៏បានសួរអ្នកភូមិអំពីគោលបំណងដែលហៅគាត់មកគឺចង់ដឹងថាតើមានការអ្វី
hai là váy bàn chỉ hai còn mất lại ní tiền đái mình miền thù rẻ cách ở vậy to từ so miền đẹp hôm mà né cái nước của bạn đầm nang ở đẹp hôm cục kia cứ bà rò mà né để miền này chụp hai chia 50 năm cái mình một thật thuần cái ban này về mà can lục bùi xài thà cứ cho sna xong ở bùi xài ní thôi chỉ mấy hôm cục cồn sọc hôm mùi năng đời xa tài đẹp hôm nước cứ mình miền na chọn thôi chỉ mấy hôm té có thọ bànประเภท xa khi mà đònตะไคร้ปีไปดอยเนาะcứ chọn rọcเนี่ยđời làng thôi chỉ mấy hôm cứ miền tài mà lúc bay nè té đài xa xong phần tài này tập bay nước rất là để sát đời xa tài phụ quát này về tham làm biếtสมรรถភាពทายสรพงหรือใครมันรอนู้ก็มันเป็นตัวนูเขาเตยนั่นเป็นนั่งเติมในผมนุบานสโลสโตรขณีทาตั้งโจนปูสายนี้ดำใบอามักลางเพื่อจะมีผมดำใบกรุบกรองพมุนีปันแต่ปูสายนู้นั่นเป็นเดือดแบบนี้ก็กบานในใจปะเดือดสายก็บ้านในใจปะเดือดสายเพลียมเพลียมทาก็กรอนแต่จูนในผมอ่อยพอดปีกรัวแต่งลายนะเด็กก็อ่อยจุยบานแต่ปนโนก็บันไดมีกำเนิดจักดาวมีพมไอตีมันจะจางเนี่ยนู้ก็บ้านบอกบออ่อยลปูสายนี้cứ làm phơi cho mấy phồng, cái các bạn này chơi từ can xương khăn phàn, đâm bay ở chuối này chơi từ can lục cừu đó bọc kì, đâm xa tại cào pi bùi xài nấu, cứ một miền tây nát đài xa xóm được nông ca cột còng phum, đài này các bạn phải phun mì lòi, nó phải để lựa bạc đi hơi nấu, để tập pi nước các bạn phải để xài để chơi tha, có rút từ ca xong ra chơi từ bọc lục cừu, bao sân chơi cừu quát phải để xài, còn ní có một tròn này chơi chấm nồi lục cừu bọc con đá, nếu cái chơi pi xong đây đài pan hơi này xưa nước cứ chơi này chơi, nè phun nấuก็บางชียิ้มในใจหายในใจเตียดแต่ผู้ชายนี้กอดเนยแต่ปะเดือดสายจะได้นั่งในเป้แต่ผู้ชายก็บางชียิ้มปะเดือดสายแบบนี้ในผมก็มันมีการบังคับบังคอมจะได้โดยยกลำปีผู้ชายถูกแบบนี้นำแต่ถูกปูกอนู้ก็แทนในผมตัวอ่อนนี้ก็บังคับบังคอมกอดไทยกลายนู้ก็นังเลงจอมขนมผมในไทยก็การแต่เคล็ดไงอังปีในผมอะไรนี้ผู้ชายก็อ่อยจะบอลมุ้ยก็อ่อยในผมบอชนาวหรือมุ้ยก็ยกอมในผมนะได้ครูนายกระทาสะสมตือบอชนะได้กอดตือกลมกระจานปิกให้เพราะมันควาเต้เนะได้ในขนมผมนี่แต่ในไงนางมวยได้สระพงเป็นปัญหานู้ไอ้นี่ใจหายกอดมาไพ่บุญเมาเริ่มมาไพ่บุญเมากอดนังจอมักจุยเพลียมอ่อยแต่ในผมนี้แต่หายกอดในผมในเป้ได้เลยแบบนี้กระเรียงทูจัดบันเทิงในครั้งไงนี้ขนมผมนู้ก็มีพิธีจุบจุ้มในทมมวยมันเป้ได้เฟื่อดำนาจุบจุ้มคดีนี้ก็บานสมอานิญาตอัมปีประปนระบบขโมยหรือกรูวันคลายไกลทากอดกับปงแต่การตกถอยก่อนนู้เมียนกาไปบาดจัดหนึ่งเมียนกามันเป็นจัดเป็นแต่หลอกอมใส่มันเนี่ยนี้บ้านใหญ่ทามันไอเต้สระผมยังไตรแต่เมียนกาจุบจนสบายมาจางเป็นเทียดกาชาชื่อสลับนี่จีเรื่องธรรมดาเมื่อแต่ก่อนนู้โดยเชื่อมันนุกดาจะเดินคลังนะเรียกก่อนโปรระบบกอดเตียซาวในเพื่อเด็กเคยผู้ชายหนึ่งเสื่องพันก็กระรบโดยจีอปกโดยจีบองปองระบบเกยานจังก็สระลายกระรบแต่การเนี่ยแต่ใบคลังนะนักขนมจบนู้ในพุ่มจิจารบานสบายริกเรคลังนะมีแต่พุ่มคลาเตียนนู้พวกเก๋กับบานรวมเรยจานสบายถอยตะบัดแต่ในขนมพุ่มนู้มีพิธีบรรสับก็ได้ปันท้ายก็ตรักบานประปนระบอบลักอมไม่พุ่มนู้ก็อ่านญาตให้แนวมุ้ยลักอมไม่พุ่มวันนู้ก็กับบานปรับในพุ่มจิเรยได้ถ้าอยู่จุดระบอบก่อนนี้กงแต่เมียนไงอาตีใกล้ปีกาสบายจุบจมที่ให้นู้ลูกเราดับไปปรักลางปูกอตงอคณีนุกบางนองคณีเรียจอมไอวันก็โดยเชี่ยช่วยเรียบระบอบได้เตยเฟื่อจุบมันนุบ้ากระเลกแต่เมื่อผู้ชายเสื่องหายหนึ่งพันไปนุในขนมจุบมันนี้ปูกอดปัจเจียสบายจัดคลังนะได้บ้านจุบจมจมวยหนึ่งแบบผมได้ในตีหนึ่งให้ปูเกมเนี่ยไม่อนุก็จุบมันนี้คือผักยอแต่แมนเตนดาธนาปูเกนุก็มันบ้านเด็กเลือกเรนุตีก็เด็กในเลือดใดกระบี่เรื่องรายแต่อ่อนนี้บานจับเตนุผู้ชายจมวยหนึ่งคนสระบกอดตั้งปีเนี่ยนุก็บานเฟื่อดำนาอมปีแต่มวยแต่การแต่มวยก็สมตายเตอพมระบกอดวิ่งได้กอดบารุนในนุหอยสักเรื่องระบายนุก็สมไปจับตรำนัง